chú tí chun đòn lục nẹt để càiในឆ្នាំជូតបងប្អូនអ្នកដែលកើតในឆ្នាំជូតខមមិននៅលេខសំណាងគឺលេខ854ចំណែកពណ៌សំណាងពណ៌ស្លែអ្នកកើតឆ្នាំជូតខមមិនលេខសំណាងលេខ854ពណ៌សំណាងពណ៌ស្លែរាសីនៅក្នុងខែឧសភាខែ5លោកអ្នកទាំងអស់គ្នាណាបាទកើតពីនៅក្នុងខែ4កន្លងទៅលោកអ្នកដែលកើតនៅឆ្នាំជូតរៀងតាំងតែបន្តិចបងប្អូនណាបាទទាំងផ្លូវចិត្តទាំងផ្លូវកាយផ្លូវចិត្តគឺអត់សុបាយអត់រីករាយធ្វើអ្វីមិនបានជោគជ័យធ្វើអ្វីមិនបានដូចបំណងចំណែកឯផ្លូវកាយអត់ស្រួលទេសុខភាពនៅក្នុងខែ4អ្នកដែលកើតឆ្នាំជូតរៀងតាំងតែចម្បែងចិត្តបន្តិចដោយសារតែអ្នកដែលកើតឆ្នាំជូតនៅក្នុងខែ4ហ្នឹងគឺជាខែដំបូងនៃឆ្នាំថ្មីដែលយើងចាប់ផ្ដើមឥទ្ធិពលឆុងចរចូលដូច្នេះឧបសគ្គចូលមកច្រើនមកនិយាយពីលៀបជ័យបងប្អូនណាប្រុងតែនឹងចូលមកទេគឺរបូតទៅវិញអស់ប្រុងតែនឹងមករបូតទៅវិញអស់បែរថាវាមកដល់ហើយវាលឺដំណឹងថាអូខេចិត្តមកដល់ហើយវាអត់បានទេវារបូតទៅវិញអញ្ចឹងអ្នកដែលកើតឆ្នាំជូតម្នាក់ដើរទៅសោចទេបាទសោចនឹងមិនមែនសោចសុបាយចិត្តសោចនឹងមិនមែនសោចរីករាយទេអ្នកដែលកើតឆ្នាំជូតដើរទៅសោចនឹងដោយសារអីដោយសារចិត្តឈួតបាទអ្នកកើតឆ្នាំជូតចិត្តឈួតហើយអត់សុបាយចិត្តទេអញ្ចឹងឥឡូវនេះមកដល់នៅក្នុងខែ5នេះតើអ្នកកើតឆ្នាំជូតចិត្តឈួតទៀតដែរឬទេឥឡូវនេះសូមស្ដាប់ទាំងអស់គ្នានៅការទូទាយរបស់លោកគ្រូមហាជុំអ្នកដែលកើតឆ្នាំជូតលេខសំណាងគឺលេខ854អ្នកដែលកើតឆ្នាំជូតខមមិនលេខ854 share វីដេអូលោកគ្រូមហាជុំដាក់លេខ854ចំណែកពណ៌សំណាងគឺពណ៌ស្លាយលោកអ្នកដែលកើតនៅឆ្នាំជូតនៅក្នុងខែ5នេះដើមខែលោកអ្នកនឹងមានលៀបចូលបងប្អូនណាបាទដើមខែមានលៀបចូលលៀបនឹងគឺជាការទិញរបស់បានអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំជូតលោកអ្នកដើមខែ5ចូលមកដល់នឹងទិញរបស់បានបងប្អូនណាបាទរបស់ដែលយើងទិញបាននោះខ្ញុំអត់ដឹងថារបស់តូចឬមួយក៏របស់ធំទេប៉ុន្តែយើងនឹងទិញរបស់ចូលបងប្អូនណាបាទអញ្ចឹងយើងកុំគិតឲ្យតែទិញបានគឺល្អទាំងអស់អញ្ចឹងវាជាក្តីសប្បាយរីករាយមួយដែលយើងទិញរបស់បាននៅដើមខែ5ចូលមកដល់ហើយអបអរសាទរផងប៉ុន្តែបងប្អូនក៏សួរខ្ញុំថាលោកគ្រូទិញរបស់បានរបស់ស្អីខ្ញុំអត់ដឹងទេបាទប៉ុន្តែដឹងថាទិញបានរបស់នឹងបងប្អូនណាបាទបងប្អូនអ្នកដែលកើតនៅឆ្នាំជូតដដែលបងប្អូននៅចន្លោះពីថ្ងៃទី9ដល់ថ្ងៃទី11ចន្លោះពីថ្ងៃទី9ដល់ថ្ងៃទី11ខែ5បងប្អូនពិបាកចិត្តអត់សប្បាយចិត្តទេលោកអ្នកមានសម្ពាធបាទមានសម្ពាធហ្នឹងគឺគេចាប់បង្ខំយើងអត់ចង់ធ្វើរឿងនឹងទេវាក្បត់នៅឆន្ទៈវាក្បត់នៅមនសិការរបស់យើងអត់ចង់ធ្វើនៅរឿងទាំងអស់នឹងទេប៉ុន្តែមានគេបង្ខំឲ្យធ្វើអញ្ចឹងយើងព្រមទទួលធ្វើទាំងចិត្តមិនចង់អញ្ចឹងធ្វើឲ្យយើងមានសម្ពាធដូច្នេះយើងអត់សប្បាយចិត្តយើងអត់រីករាយទេអញ្ចឹងពីថ្ងៃទី9ដល់ថ្ងៃទី11អ្នកដែលកើតឆ្នាំជូតគឺអត់រីករាយអត់សប្បាយចិត្តទេពីព្រោះយើងជាមនុស្សត្រង់យើងអត់ចេះបត់បែនប៉ុន្តែបើសិនជាចង់ឲ្យល្អលោកអ្នកដែលកើតនៅឆ្នាំជូតគឺត្រូវចេះបត់បែនត្រូវចេះបត់បែនតាមកលៈទេសៈណាបាទបើមិនបត់បែនតាមកលៈទេសៈទេគឺអត់បានទេបាទ2 + 2មេថា3តាមមេចឹងសុកបើមិនចឹងទេអត់សុបាយចិត្តទេបាទចឹងរៀនសំដែងណាពីថ្ងៃ9ដល់ថ្ងៃទី11អាចវាក្បត់ឆន្ទៈអាចក្បត់មនសិការអាចយើងមិនមែនអញ្ចឹងទេប៉ុន្តែគេចោទយើងអញ្ចឹងយើងបត់បែនទៅមិនខុសក៏ត្រូវសុំទោសដែរដើម្បីសេចក្តីសុខណាបាទថោកមួយថ្ងៃល្អមួយជីវិតបងប្អូនណាបាទអញ្ចឹងយើងធ្វើទៅកុំឲ្យថ្លៃមួយថ្ងៃចង្រៃមួយជីវិតណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំជូតពីថ្ងៃទី9ដល់ថ្ងៃទី11គឺត្រូវបត់បែនណាទោះបីជាចរិតធម្មជាតិរបស់យើងមិនបត់បែនក៏ដោយគឺត្រូវតែបត់ឲ្យពេលនេះគឺអត់បានបាទចឹងត្រូវបត់បែនពីថ្ងៃទី9ដល់ថ្ងៃទី11អ្នកដែលកើតឆ្នាំជូតដដែលពីថ្ងៃទី17ដល់ថ្ងៃទី21លោកអ្នកដែលកើតឆ្នាំជូតពីថ្ងៃទី17ដល់ថ្ងៃទី21ប្រយ័ត្ននៅក្នុងការធ្វើដំណើរបងប្អូនណាបាទការធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយផ្លូវទឹកផ្លូវគោកផ្លូវអាកាសត្រូវមានការប្រុងប្រយ័ត្នពីថ្ងៃ17ដល់ថ្ងៃទី21ប្រយ័ត្នប្រយែងនៅក្នុងការធ្វើដំណើរមិនថាផ្លូវ
ចិត្តផ្លូវឆ្ងាយទេសូមឲ្យមានការប្រុងប្រយ័ត្នបន្តិចបើមិនដូច្នោះទេវាអាចនឹងមានបញ្ហាប៉ុន្តែមិនមែនថាអូមិនឲ្យយើងចេញទៅណាទេមិនឲ្យយើងធ្វើដំណើរទៅណាទេអាចធ្វើដំណើរបានប៉ុន្តែធ្វើដំណើរដោយមានការប្រុងប្រយ័ត្នហើយបើជាបានការបើកបោម្នាក់ឯងនៅពេលយប់បងប្អូនណាបាទនៅពេលយប់ប្រយ័ត្នប្រយែងបើថាត្រូវធ្វើដំណើរទៅទីណាពេលយប់ពេលរាត្រីអីគួរតែលើកពេលទៅបាទសម្រាប់ទៅអូម៉ាទៅសៀមរាបអីចាំព្រលឹមឡើងចាំចេញទៅល្អជាងណាបាទហើយប្រយ័ត្នប្រយែងបាទប្រយ័ត្នប្រយែងនៅក្នុងការធ្វើដំណើរហើយអ្នកដែលកើតឆ្នាំជូតចុងខែបងប្អូនអ្នកដែលកើតឆ្នាំជូតចុងខែមានដំណឹងល្អបាទអ្នកដែលកើតឆ្នាំជូតចុងខែមានដំណឹងល្អបងប្អូនកូនក្មួយណាបាទហើយបើសួរលោកគ្រូមហាជុំសួរថាលោកគ្រូមានដំណឹងល្អនឹងដំណឹងស្អីគេគឺខ្ញុំក៏មិនដឹងដែរប៉ុន្តែដំណឹងល្អដែលជាដំណឹងមួយដែលយើងទន្ទឹងរង់ចាំកន្លងមកអញ្ចឹងបងប្អូនកូនក្មួយទាំងឡាយទាំងពួងដែលកើតនៅឆ្នាំជូតក្តីសង្ឃឹមរបស់យើងថាយើងចង់បានរឿងអីមួយយើងចង់ល្អរឿងអីមួយគឺនៅចុងខែ5នេះគឺយើងនឹងទទួលបាននៅដំណឹងល្អដែលជាទីពេញចិត្តសូមបន្តដល់លោកអ្នកដែលកើតនៅឆ្នាំឆ្លូវលោកអ្នកដែលកើតឆ្នាំឆ្លូវរាសីលោកអ្នកនៅក្នុងខែឧសភាខែ5លោកអ្នកលេខសំណាងគឺលេខ149ចំណែកពណ៌សំណាងពណ៌ក្រហមលោកអ្នកដែលកើតនៅឆ្នាំឆ្លូវបងប្អូនណាបាទលោកអ្នកដែលកើតនៅឆ្នាំឆ្លូវលេខសំណាងលេខ149 comment លេខ149 share វីដេអូលោកគ្រូមហាជុំដាក់លេខ149ចំណែកពណ៌សំណាងគឺពណ៌ក្រហមពេលអាយពណ៌ក្រហមអ្នកកើតឆ្នាំឆ្លូវហេងអ្នកកើតឆ្នាំឆ្លូវនៅក្នុងខែ4កន្លងទៅអត់សុបាយទាំងចិត្តអត់សុបាយទាំងកាយហើយថែមទាំងមានអ្នកមកនាំប្របាក់នាំវេទនាដល់យើងទៅទៀតអញ្ចឹងអ្នកដែលកើតឆ្នាំឆ្លូវយើងឃើញកាលពីខែ4កន្លងទៅប្រាក់ប្រថងបងក៏ដាច់ធ្វើអ្វីក៏អត់កាក់ក៏ធ្វើអ្វីក៏អត់រីកចម្រើនលុយកាក់ក៏បញ្ចូលហើយក៏មានបញ្ហាអ្នកដែលនៅជុំវិញខ្លួននាំទុកនាំលំបាកដល់យើងអញ្ចឹងជីវិតអ្នកកើតឆ្នាំជូតដោយថាមកជីវិតបើរកសុខខ្លួនឯងគឺអត់អីទេប៉ុន្តែវាមានអ្នកដែលនាំមកនៅបញ្ហាមកដល់យើងអញ្ចឹងអ្នកដែលកើតនៅឆ្នាំឆ្លូវនេះនៅក្នុងខែ4តឹងតែងអញ្ចឹងនៅក្នុងខែ5នេះអ្នកដែលកើតឆ្នាំឆ្លូវរាសីយ៉ាងមិនដែរអញ្ចឹងសូមបងប្អូនកូនក្មួយអ្នកដែលកើតឆ្នាំឆ្លូវស្ដាប់ទស្សនាទាំងអស់គ្នាបងប្អូនណាបាទចិត្តឈួតហើយកាលពីខែ4កន្លងទៅអ្នកកើតឆ្នាំឆ្លូវនិយាយពីលៀបជ័យនៅនឹងមុខយកអត់បានណាលៀបជ័យនៅទាំងមុខយកអត់បានចិត្តដល់ឯរបូតចិត្តដល់ឯរបូតនិយាយពីអ្នកនៅជុំវិញខ្លួនដែលអញពុំប្របាក់ចិត្តមួម៉ងហើយវាមករករឿងយើងថែមទៀតសម្រាប់ខ្លួនឯងដូចឈួតអញ្ចឹងឥឡូវអ្នកកើតឆ្នាំឆ្លូវថាអញមិនគិតទេអញមិនគិតទេនៅតែគិតថាអញមិនព្រួយទេអញមិនព្រួយទេនៅតែព្រួយអ្នកកើតឆ្នាំឆ្លូវគឺបែបហ្នឹងធ្វើម៉េចបាន control ខ្លួនឯងបានណាធ្វើអំពើល្អនាំមកនៅសេចក្តីសុខសេចក្តីចម្រើនកុំខ្វល់ជាមួយអ្នកណាទាំងអស់ប៉ុន្តែបើថាធ្វើអំពើល្អគេគ្រប់គ្នាគេធ្វើអំពើល្អគេបានបុណ្យណាប៉ុន្តែអ្នកដែលកើតឆ្នាំឆ្លូវធ្វើអំពើល្អវាអត់បានបុណ្យទៅទៀតវាអញ្ចឹងអ្នកកើតឆ្នាំឆ្លូវបងប្អូនកូនក្មួយប៉ុន្តែទុកឲ្យទេវតាអ្នកកត់ទៅសេចក្តីល្អមិនសាបសូន្យប៉ុន្តែអ្នកកើតឆ្នាំឆ្លូវគេថាមានទៅមានមកប៉ុន្តែអ្នកកើតឆ្នាំឆ្លូវមានទៅមិនដែលមានមកផងឥឡូវនេះគឺដល់ពេលវេលាដែលយើងត្រូវទូទាយជូនដល់លោកអ្នកអញ្ចឹងលោកអ្នកដែលកើតឆ្នាំឆ្លូវខមមិននៅលេខសំណាងលេខ149ចំណែកពណ៌សំណាងគឺពណ៌ក្រហមលោកអ្នកដែលកើតនៅឆ្នាំឆ្លូវដើមខែលោកអ្នកប្រយ័ត្នឈឺបាទដើមខែ5លោកអ្នកដែលកើតនៅឆ្នាំឆ្លូវគឺសូមថែរក្សាសុខភាពបាទលោកអ្នកដែលកើតឆ្នាំឆ្លូវដើមខែត្រូវថែរក្សាសុខភាពបន្តិចបើមិនថែរក្សាសុខភាពទេឈឺបាទឈឺនឹងមិនមែនឈឺធម្មតាទេគឺអាចបណ្ដាលឲ្យឈឺខ្លាំងអញ្ចឹងយើងត្រូវថែទាំសុខភាពបន្តិចកុំឲ្យយើងឈឺណាបាទហើយការឈឺពេលខ្លះការទូទាយគឺចង់ឲ្យត្រូវប៉ុន្តែខ្ញុំលោកគ្រូមហាជុំរឿងឈឺនេះមួយគឺសូមឲ្យទាញមិនត្រូវប៉ុន្តែបើវាត្រូវតែឈឺអាហ្នឹងក៏យើងឲ្យឈឺតិចទៅបាទហើយយើងក៏ការពារទៅយើងក៏ថែរក្សាសុខភាពទៅយើងនឹងបានល្អយើងនឹងបានប្រសើរត្រឡប់មកវិញអញ្ចឹងអ្នកដែលកើតឆ្នាំឆ្លូវដើមខែឈឺហើយអ្នកខ្លះមិនទាន់ដល់ដើមខែផងនៅចុងខែនៅឡើយក៏ឈឺដែរបាទអ្នកកើតឆ្នាំឆ្លូវឥឡូវពេលខ្លះកំពុងចាប់ផ្ដើមឈឺក៏កំពុងតែមានអារម្មណ៍ថាមិនស្រួលរួចទៅហើយប៉ុន្តែមិនអីទេបាទឈឺក៏មិនឈឺខ្លាំងដែរខំមិនលេខសំណាងទៅយើងហេងយើងកាក់គ្រប់ទាំងអស់គ្នាអ្នកដែលកើតឆ្នាំឆ្លូវពីថ្ងៃ7ដល់ថ្ងៃ9
លោកអ្នកលក់របស់ដាច់បងប្អូនកូនក្មួយអ្នកដែលកើតឆ្នាំឆ្លូវលក់របស់ដាច់ពីថ្ងៃទី7ដល់ថ្ងៃទី9ណាចឹងលោកអ្នកដែលមានបំណងថាដាក់លក់នៅអ្វីកន្លងមកយូរហើយលក់មិនដាច់គឺពីថ្ងៃទី7ដល់ថ្ងៃទី9លោកអ្នកអាចនឹងលក់ដាច់បាទព្រោះគេថាលក់របស់ដាច់ហើយបងប្អូនសួរខ្ញុំថាលោកគ្រូមហាជុំពីថ្ងៃទី7ដល់ថ្ងៃទី9លក់អីដាច់ខ្ញុំក៏អត់ដឹងថាលក់អីដាច់ដែរប៉ុន្តែគ្រាន់តែថាលោកអ្នកនឹងលក់របស់ដាច់បាទចឹងជូនពរឲ្យរបស់ដែលចង់លក់យូរឲ្យមិនដាច់ឲ្យអ្នកដែលកើតឆ្នាំឆ្លូវទាំងអស់លក់ដាច់ដោយក្តីបំណងពងប្រាថ្នាបាទអ្នកដែលកើតឆ្នាំឆ្លូវដដែលចន្លោះពីថ្ងៃទី14ដល់ថ្ងៃទី17បាទពីថ្ងៃទី14ដល់ថ្ងៃទី17ប្រយ័ត្នមានរឿងជាមួយបងប្អូនបាទប្រយ័ត្នមានរឿងជាមួយបងប្អូនកូនក្មួយណាមនុស្សអ្នកកើតឆ្នាំឆ្លូវមួយជីវិតបាទបងប្អូនស្រឡាញ់ណាស់សុខចិត្តអត់ខ្លួនឯងសុខចិត្តស្ទូចគេឲ្យឡើងដល់កំពូលប៉ុន្តែលទ្ធផលប៉ុន្តែសម្រាប់សមួយទៅវាអត់បានគុណណាបាទឥឡូវនឹងដល់ពេលប្រយ័ត្នមែនទែនពីថ្ងៃ14ដល់ថ្ងៃទី17ខែ5អាចមានរឿងចម្រូងចម្រាសជាមួយបងប្អូនបាទសាច់ចិត្តបំផុតណាប្រយ័ត្នមានរឿងចឹងអត់ធ្មត់ណាកុំសំរឿងបើគេឈួតហើយយើងដើរចេញទៅណាកុំតវ៉ាជាមួយមនុស្សឈួតចឹងពីថ្ងៃទី14ដល់ថ្ងៃទី17លោកអ្នកដែលកើតនៅឆ្នាំឆ្លូវហ្នឹងគឺត្រូវទុកចិត្តទុកអារម្មណ៍ឲ្យបានច្រើនបើមិនដូចឆ្នាំទេគឺនឹងមានរឿងចំនួនឆ្លោះទាស់តែងគ្នាជាមួយនឹងបងប្អូនបាទជាមួយនឹងបងប្អូនចំនួនរឿងអីដែរខ្ញុំអត់ដឹងទេប៉ុន្តែសូមឲ្យមានការប្រុងប្រយ័ត្នបើមិនដូចឆ្នាំទេគឺអាចនឹងមានបញ្ហាកើតឡើងណាបងប្អូនណាបាទហើយយើងអ្នកកើតឆ្នាំឆ្លូវយើងសុំទៅសុខទេប៉ុន្តែពេលខ្លះគេមិនឲ្យសុខបាទហើយអ្នកដែលឆ្លោះជាមួយយើងនឹងភាគច្រើនសិតតែអ្នកដែលយើងធ្លាប់ជួយសិតតែអ្នកដែលយើងធ្លាប់ជួយបងប្អូននេះកូនក្មួយណាបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំឆ្លូវគឺត្រូវតែប្រយ័ត្នប្រយែងបន្តិចបងប្អូនណាទុកចិត្តទុកអារម្មណ៍ទៅបើមិនដូច្នោះទេនឹងអាចមានចំនួនឈ្លោះទាស់តែងគ្នាជាមួយបងប្អូនអ្នកដែលកើតឆ្នាំឆ្លូវដដែលបងប្អូនកូនក្មួយណាពីថ្ងៃទី23ដល់ថ្ងៃទី25ពីថ្ងៃទី23ដល់ថ្ងៃទី25លោកអ្នកដែលកើតឆ្នាំឆ្លូវអាចសម្រេចនៅគោលបំណងជើងលេខគេថាអ្នកដែលកើតឆ្នាំឆ្លូវពីថ្ងៃទី23ដល់ថ្ងៃទី25លោកអ្នកអាចថាក្តីបំណងចង់ទិញអីមួយបាទក្តីបំណងចង់ទិញអីមួយប៉ុន្តែយើងទិញអត់ទាន់បានយើងវារាំងស្ទះវាមានបញ្ហាឬមួយក៏វាមានឧបសគ្គអញ្ចឹងពីថ្ងៃទី23ដល់ថ្ងៃទី25យើងនឹងទិញរបស់ដែលតឹងតែងនឹងបានហើយបងប្អូនកូនក្មួយណាស់បាទអញ្ចឹងយើងទិញបាទពីថ្ងៃទី23ដល់ថ្ងៃទី25ឧទាហរណ៍ថាយើងចង់បានរបស់អីមួយបាទយើងចង់បានរបស់អីមួយយូរហើយយើងយកអត់បានអញ្ចឹងពីថ្ងៃទី23ដល់ថ្ងៃទី25យើងទិញរបស់នឹងបានហើយអ្នកដែលកើតឆ្នាំឆ្លូវហើយអ្នកដែលកើតឆ្នាំឆ្លូវដដែលចុងខែបងប្អូនណាបាទអ្នកដែលកើតឆ្នាំឆ្លូវដដែលចុងខែលោកអ្នកនឹងមានដំណឹងល្អបាទលោកអ្នកនឹងមានដំណឹងល្អណាបាទមានដំណឹងល្អគេហៅលៀបសັບជើង2បាទចុងខែអ្នកកើតឆ្នាំឆ្លូវមានលៀបសັບជើង2មានលៀបសັບជើង2នឹងសັບជើង2យ៉ាងម៉េចគឺឧទាហរណ៍ថាយើងមានកូនព្រោះសត្វជើង2មិនមែនសត្វធាតុទេគឺមនុស្សបាទយើងមានកូនយើងដល់គូសកលឬមួយក៏យើងមានសមាជិកថ្មីចូលមកបាទអញ្ចឹងលៀបសត្វជើង2សំដៅទៅលើមានកូនឬមួយក៏មានគូសកលឬមួយក៏មានសមាជិកថ្មីដែលជាមនុស្សបងប្អូនកូនក្មួយណាបាទអញ្ចឹងសត្វជើង2ចូលមកដល់សម្រាប់លោកអ្នកដែលកើតឆ្នាំឆ្លូវអញ្ចឹងអ្នកណាប្រាថ្នាចង់បានកូនចង់បានចៅអ្នកណាប្រាថ្នាចង់បានស្វាមីឬមួយក៏ចង់បានអីចូលផ្ទះដែលជាមនុស្សជើង2អានឹងក៏នឹងចូលមកដល់បាទនឹងចូលមកដល់នៅចុងខែ5នេះអញ្ចឹងអ្នកដែលកើតឆ្នាំឆ្លូវត្រៀមខ្លួនដើម្បីទទួលយកលៀបដើម្បីទទួលយកជ័យដើម្បីហេងឥឡូវនេះចូលមកដល់លោកអ្នកដែលកើតនៅឆ្នាំខាលរាសីប្រចាំខែឧសភាខែ5លោកអ្នកដែលកើតឆ្នាំខាលលោកអ្នកខមមិនលេខសំណាងលេខ518ពណ៌សំណាងពណ៌លឿងបងប្អូនលោកអ្នកដែលកើតនៅឆ្នាំខាលខមមិនលេខសំណាងលេខ518ចំណែកពណ៌សំណាងពណ៌លឿងបាទអ្នកកើតឆ្នាំខាលខមមិនលេខសំណាងគឺលេខ518 share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ518ពណ៌សំណាងពណ៌លឿងបាទរាសីនៅក្នុងខែ5យ៉ាងម៉េចដែរបើនិយាយពីខែ4អ្នកកើតឆ្នាំខាលប្រៃលវិញជូចត់ជួបអស់អាលីងអត់មានសេះសល់អីទេបងប្អូនណាបាទ
ទាំងផ្លូវចិត្តទាំងផ្លូវកាយទាំងអ្នកនៅជុំវិញខ្លួនគឺសុទ្ធតែបរាជ័យទាំងអស់ផ្លូវចិត្តអត់សុបាយចិត្តទេអត់រីករាយទេកើតទុក្ខផ្លូវកាយសុខភាពអត់ល្អទេឈឺរហូតចំណែកអ្នកនៅជុំវិញខ្លួនសុទ្ធតែអ្នកអាក្រក់អ្នកចាំជិះជាន់អ្នកចាំរំលោភបំពានយើងឲ្យយើងលំបាកឲ្យយើងវេទនាមកជីវិតអ្នកដែលកើតឆាំខាលរស់សុខម្បានឯងបងប្អូនជួយគេរហូតយកអាសាគេរហូតសរុបសម្រួចទៅមកអត់បានផលប្រយោជន៍អីទាំងអស់អញ្ចឹងយើងត្រូវគិតពីខ្លួនយើងឲ្យបានច្រើនជាងគិតអ្នកដទៃបាទអ្នកដែលកើតឆាំខាលរៀនអាត្មានិយមទាំងអស់គ្នាណាព្រោះពេលដែលយើងពិបាកគ្មានអាណាមើលឃើញយើងទេប៉ុន្តែដល់ពេលដែលគេពិបាកហេតុអីបានយើងមើលឃើញគេហើយមកជីវិតអ្នកដែលកើតឆាំខាលសួរថាបានយុត្តិធម៌ទេចម្លើយឆោយថាមិនបានទេគ្មានយុត្តិធម៌ទេសម្រាប់អ្នកកើតឆាំខាលនោះពេលធ្វើត្រូវអត់ដែលមានអាណាមើលឃើញទេដល់ពេលអត់ខុសក៏គេថាខុសដែរបាទអញ្ចឹងលោកអ្នកដែលកើតនៅឆាំខាលលេខសំណាងលេខ518ចំណែកពណ៌សំណាងបងប្អូនប្រើពណ៌លឿងបាទឥឡូវនេះយើងនិយាយអំពីរាសីរបស់យើងនៅក្នុងខែ5អ្នកដែលកើតឆាំខាលដើមខែអត់លុយទេមានវិបត្តិសេដ្ឋកិច្ចស្ទះលុយបាទអញ្ចឹងអ្នកដែលកើតឆាំខាលដើមខែ5អត់មានលុយទេស្ទះលុយបងប្អូនណាបាទអញ្ចឹងឥឡូវនេះគាត់ដើមខែទៅចុងខែ4ណាកុំឲ្យដើមខែ5ស្ទះលុយចាយវាយឲ្យត្បិតត្បៀតចាយវាយឲ្យគិតណាកុំចេះតែចំណាយកុំភ្លេចអំពីអនាគតណាអនាគតដ៏ខ្លីត្រូវអត់លុយតាមជើងលេខហើយអ្នកខ្លះមិនបាច់ចាំដល់ដើមខែ5ទេវានៅចុងខែ4ហ្នឹងគឺអត់លុយទៅហើយចឹងត្រូវប្រយ័ត្នប្រយែងបន្តិចបងប្អូនណាមករយៈនេះអ្នកដែលកើតឆ្នាំខាលរឿងវិបត្តិលុយកាក់រៀងតាំងតែបន្តិចចំណូលចូលតិចចំណាយច្រើនបាទចំណូលចូលតិចចំណាយច្រើនហៅបានដែរប៉ុន្តែអត់គ្រប់ហៅបាន500ចាយអស់1000ហៅបាន1000ចាយអស់1500អញ្ចឹងអ្នកដែលកើតឆ្នាំខាលគឺត្រូវតែប្រយ័ត្នប្រយែងតិចរឿងលុយកាក់ព្រោះគេថាដើមខែ5ចូលមកអ្នកកើតឆ្នាំខាលគឺអត់មានលុយទេបងប្អូនកូនក្មួយណាអត់លុយហើយអញ្ចឹងតើធ្វើម៉េចទៅបាទវិធីសាស្ត្រគេថាមានតែអត់ធ្មត់មានតែខំប្រឹងទេវតានឹងប្រទានពរជូនដល់លោកអ្នកបាទអ្នកដែលកើតឆ្នាំខាលដដែលអ្នកដែលកើតឆ្នាំខាលដដែលបងប្អូនកូនក្មួយណាបាទនៅចន្លោះពីថ្ងៃទី9ដល់ថ្ងៃទី11បាទចន្លោះពីថ្ងៃទី9ដល់ថ្ងៃទី11លោកអ្នកនឹងមានគេស្ដីបន្ទោសបាទលោកអ្នកនឹងមានគេស្ដីបន្ទោសបាទស្ដីបន្ទោសរឿងអីអ្នកកើតឆ្នាំខាលខ្ញុំអត់ដឹងថាអ្នកដែលកើតឆ្នាំខាលត្រូវគេស្ដីបន្ទោសរឿងអីទេបាទប៉ុន្តែគ្រាន់តែថាជើងលេខអ្នកដែលកើតឆ្នាំខាលពីថ្ងៃទី9ដល់ថ្ងៃទី11នឹងមានគេស្ដីបន្ទោសបងប្អូនកូនក្មួយណាបាទហើយបើសួរថាស្ដីបន្ទោសរឿងអីខ្ញុំអត់ដឹងទេប៉ុន្តែអត់ធ្មត់ទៅមួយជីវិតនឹងគេស្ដីឲ្យរឿងធម្មតាទេព្រោះគ្មានអ្នកណាយល់ចិត្តយើងទេពេលត្រូវគ្មានអាណាប្រសើរទេតែពេលអត់ខុសក៏គេស្ដីឲ្យដែរអញ្ចឹងយើងទទួលឲ្យគេស្ដីឲ្យទៅអញ្ចឹងអ្នកដែលកើតឆ្នាំខាលពីថ្ងៃទី9ដល់ថ្ងៃទី11គឺប្រយ័ត្នគេស្ដីបន្ទោសបងប្អូនកូនក្មួយណាបាទប្រយ័ត្នគេស្ដីបន្ទោសប៉ុន្តែវាមិនអីទេស្ដីអីស្ដីទៅមិនបាច់ខ្វល់បាច់បារម្ភអីទេបងប្អូនកូនក្មួយណាបាទឲ្យស្ដីទៅកុំទៅគិតបាទអ្នកដែលកើតឆ្នាំខាលដដែលពីថ្ងៃទី15ដល់ថ្ងៃទី17មានលៀបចូលបងប្អូនណាមានលៀបចូលពីថ្ងៃទី15ដល់ថ្ងៃទី17ពីថ្ងៃទី15ដល់ថ្ងៃទី17មានលៀបចូលបងប្អូនណាបាទសួរថាលៀបស្អីខ្ញុំអត់ដឹងទេប៉ុន្តែដឹងថាមានលៀបចូលបងប្អូនកូនក្មួយណាបាទអញ្ចឹងបងប្អូនកូនក្មួយអ្នកដែលកើតនៅឆ្នាំខាលពីថ្ងៃទី15ដល់ថ្ងៃទី17គឺមានលៀបចូលអញ្ចឹងរឿងលៀបចូលនេះយើងសង្ឃឹមថាជាលៀបធំសម្រាប់លោកអ្នកដែលកើតនៅឆ្នាំខាលបងប្អូនបាទហើយអ្នកដែលកើតឆ្នាំខាលដដែលចន្លោះពីថ្ងៃទី22ដល់ថ្ងៃទី24ប្រយ័ត្នចាញ់បោកគេបងប្អូនប្រយ័ត្នចាញ់បោកគេអ្នកដែលកើតឆ្នាំខាលប្រយ័ត្នចាញ់បោកគេប្រយ័ត្នចាញ់បោកគេពីថ្ងៃទី22ដល់ថ្ងៃទី24អញ្ចឹងលោកអ្នកដែលកើតឆ្នាំខាលទាំងអស់ប្រយ័ត្នចាញ់បោកគេបើមិនដូច្នេះទេប្រាប់ឲ្យមិនស្ដាប់ប្រយ័ត្នចាញ់បោកគេប្រយ័ត្នឲ្យមែនតើព្រោះអ្នកដែលនៅជុំវិញខ្លួនយើងកម្រមានអ្នកល្អណាស់អ្នកកើតឆ្នាំខាលសិតតែអ្នកអាក្រក់ទាំងអស់ហ្នឹងអញ្ចឹងប្រយ័ត្នប្រយែងមិនកុំត្រូវទុកចិត្តមេឃកុំទុកចិត្តផ្កាយណាបងប្អូនគុំក្មួយណាបាទអ្នកដែលកើតឆ្នាំខាលប្រយ័ត្នឲ្យមែនតើនៅថ្ងៃទី22ដល់ថ្ងៃទី24អ្នកណាមកមិនស្រួលកុំប្រឡាក់ជាមួយប្រយ័ត្នចាញ់បោកគេហើយអ្នកដែលកើតឆ្នាំខាលដដែលចុងខែលោកអ្នកដែលកើតឆ្នាំខាលដដែលចុងខែបាទអ្នកកើតឆ្នាំខាលដដែលចុងខែគេហៅថាមានលៀបចូលដោយមិនដឹងខ្លួន
บองโอนนะเมียนเลียบโจลได้มันดังครวนจังเลียบได้โจลได้มันดังครวนนั่งมันดังโจลมาตามนาเต้ปันไตหนึ่งเมียนเลียบโจลเตียงมันดังครวนบองโอนโกงขโมยนะบ่าจังบองโอนโกงขโมยเนี่ยได้การในชนำคานั่งจงคายพรำหนึ่งเมียนเลียบโจลมันดังครวนจังสมไอเลียบต้องเลียบทมเตอโจลมาไอเฮงเอากะกบเอาริจำรานเตอร์บองโอนคงขโมยนะบ่าจังเนี่ยในการแชมป์ค้าเมียนเลียบทมโจลเลียบนั่งโจลโดยมันดังครุนเลียบนั่งโดยมันเมียนการมเปิงตกบ่าในจงขายพรำบองโอนเนี่ยในการแชมป์ค้าจบแชมป์ค้าโจลดอยแชมป์ท่อลูกเนี่ยในการในแชมป์ท่อคอมมันเล็กสำนักเล็กปรำ100 ดอกปีสมโตคอมมันเล็กสำนักเล็ก900 ดอกปีเนี่ยในการในแชมป์ท่อเลขสำนักคือเลขผมมวยเลขผม900 ดอกปีบ่าเลขผม900 ดอกปีคือจีเลขน้อมเรียบน้อมสำนักสำหรับลูกเนี่ยในการในแชมป์ท่อจำในปัวสำนักคือปัวตักเมียบองโอนเนี่ยในการแชมป์ท่อขอมันเลขสำนักคือเลขผม900 ดอกปีปัวสำนักคือปัวตักเมียเสียวิดีโอครูมหาชมดัเลขผม900 ดอกปีลูกเนี่ยในการในแชมป์ท่อบาท่อหรือคลองคายบ้วนจะชัวไรบาอัดสบายจัดอัดเรียเต้บาลอยกะเขาอัดใส่สมโบสุขภาพก็อัดใส่ละอ้อเกจังไหนเกนันเตียชเนียนี่ไปประพนอัดใส่เตยเคลียบ้าเฮ้ยก็เมียนปัญหาประตูประดักการไล่บ้าปันแต่อะไรนี่เนี่ยในการแชมป์ท่อในขนมไข่พร่ำลูกเนี่ยไข่อุสเพียลูกเนี่ยเขามันเล็กสำนักเล็กผม900 ดอกปีคือปอสำนักคือปอตักเมียบ่าจังลูกเนี่ยในการในแชมป์ท่อเรียใส่บอลลูกเนี่ยในขนมไข่อุสเพียดาวไข่ลูกเนี่ยลุ่ระบอกได้บ่าจังลูกเนี่ยในการในแชมป์ท่อดาวไข่ลุ่ระบอกได้จังหลอกบอกได้ด่าลุ่ยูให้หลอกบอกได้จังลุ่คือไอ้หนึ่งลุ่ได้ในดาวไข่ปรำนี่จังสมอกโอซาเตอร์ดอลบองโอนกงมุยเนี่ยในการในแชมป์ท่อดาวไข่ลุ่ระบอกได้ให้บองโอนซัวขยมถ่าตาหลอกบอกได้บองโอนลุ่โลเจียไว้เกยขยมก็อัดดังได้บองโอนนะบ่าปันใต้ลูกเนี่ยหนึ่งลุ่ระบอกได้ในจะละปีไงตีดาวไข่ดังแต่มาดองบ่าดาวไข่นั่นคือหนึ่งลุ่ระบอกได้จะให้มาสู้ถ้าระบอกไอ้คือขยมอัดดังเตบองโอนกงขโมยนะบ่าจังซูเปอร์เอาลุ่ระบอกได้โดยกระไดบ่มน้องปองปัฒนาบอกอดนะบ่าจังลุ่ย้อยลุ่ดัดอะไรลุ่ดัดดาวไข่แผลบนั่งเอาเฮงต้องออกเนี่ยเอากะกบต้องออกเนี่ยคอมมันเลขสำนักเลขผมพูดหน่อยดอกปีปอสำนักคือยืนเปียเอาปอตักเมียคือหนึ่งมุนเรียบเมียนเจงดาวไข่ลุ่ระบอกดัดระบอกได้ลุ่ย้อยมันได้คือลุ่ดัดลูกเนี่ยในการในแชมป์ทองดอกได้เป็นไงตีผมมวยดังไงตีผมบ้วนลูกเนี่ยประหยัดมดประหยัดโกประหยัดเปียสัมได้เข่งโลชลูกนี่จะมวยโกนใจบ่ามาได้ยะบองโอมมาได้แต่จ้าไปละอูเฉินนี่จังไอโกนละอ้อจังไอเกละอ้อปันแต่งยัยตะเกมันละอ้อได้กี่ทมจังไงกี่ใส่เอายืนวิ่งบ่าจังลูกเนี่ยเชียร์มาได้ก็ได้เชียร์ไอ้ก็ได้เนี่ยในการแชมป์ทองนั่นคือประหยัดประหยัดเปียสัมได้ติ๊กอัดหมดนะกลมนี่ยัยแต่ยัยเข้าให้แต่เขาดังเรียนจำรู้ให้คือถ้าเอาประหยัดมดประหยัดโกประหยัดเปียสัมได้นะบ่มันประหยัดเต้นลูกมดเขามองจังบ่จัดนะเธอไอเธอแต่อันมันควอลให้เฮียนแต่อันควอลคืออันยังเรียนเรื่องอันจัดได้จังชมนี่ยัยนะไม่เตยโกนกระดอยไอก็ได้อันเอายัยได้ขาดเอาเวียไม่เตยกงควอลนะดอกครวนจังเฮียนแต่ลูกคือปลาให้แต่ปลาให้รลีไอแต่รลีไอต่อบะจัดได้ปัวมาเดียนี่เพลย์จัดอัดใส่ล้อเนี่ยการแชมป์ท่อเด็กแต่ปลุยเด็กแต่เพย์ปนคำจัดไอ้ย่ำยันน้ำดังเราเนี่ยไอ้การแชมป์ท่อเนี่ยไอ้สบายจัดนะไอ้สบายจัดนะปันแต่เชื่อท่าtớiจุดกวดได้คงจัดน้องขมิ้นสบายอีกเต้บ่าจังเป็นไงตีผมมวยดังไงตีผมบ้วนเนี่ยในการแชมป์ท่อนึงตอมมดตอมกอตอมเปียตอมสมได้มันยัยมันเลยก็ดำโกปีเป็นไงนั่งบอกมันจังเต้ไอ้เมียนพันหาเมียนเรื่องอะไรดอลคล้วนบ้านมันไม่เรื่องทมโตไม่ใช่เรื่องอ่อนเจ็ดเรือแผลโกนใส่เอาโกนเอาอยู่บอลโกนเกทาเอายืนวิ่งแกงเบ็ดโดงอบบ่าจังประหยัดติ๊กลูกเนี่ยในการในแชมป์ท่อลูกเนี่ยในการในแชมป์ทองดอกได้บองโอนกงมุ้ยเป็นไงดอกใบดอกไงตีดอกพร่ำประหยัดดาวด้วนประหยัดรอประหยัดกระทลอบองโอนนะบ่าจังเป็นไงดอกใบดอกไงตีดอกพร่ำลูกเนี่ยในการในแชมป์ทองส้มเอาเมียนกับประหยัดประหยัดบ้าประหยัดดาวด้วนประหยัดรอบังกอตะเชียกระทลอบังกอตะเชียเมียนปัญหาบ้าจังประหยัดติ๊กนะประหยัดดาวด้วนบองโอนประหยัดแทะไปเลยจะได้แทะ
ចឹងប្រយ័ត្នប្រយែងបន្តិចហើយបើយើងមានម៉ែឪបងប្អូនកើតឆាំថោះដែលគាត់មិនសូវស្រួលអាហ្នឹងត្រូវតែប្រយ័ត្នបាទហើយខ្លួនឯងអ្នកដែលកើតឆាំថោះហ្នឹងក៏ត្រូវតែប្រយ័ត្នដែរកុំឲ្យគេប្រយ័ត្នឲ្យប្រយ័ត្នខ្លួនឯងទៅចន្លោះពីថ្ងៃ13ដល់ថ្ងៃទី15លោកអ្នកដែលកើតឆាំថោះពីថ្ងៃទី18ដល់ថ្ងៃទី21លោកអ្នកដែលកើតឆាំថោះចន្លោះពីថ្ងៃ18ដល់ថ្ងៃទី21បងប្អូននឹងមានកាដូបងប្អូនមានកាដូបងប្អូនណាបាទលោកអ្នកដែលកើតនៅឆ្នាំថោះពីថ្ងៃ18ដល់ថ្ងៃទី21មានកាដូហ្នឹងកាដូស្អីគេគឺខ្ញុំអត់ដឹងទេបងប្អូនណាបាទប៉ុន្តែដឹងថាមានកាដូអញ្ចឹងពីថ្ងៃទី18ដល់ថ្ងៃទី21លោកអ្នកដែលកើតឆ្នាំថោះនឹងទទួលបានកាដូហើយកាដូនេះខ្ញុំអត់ដឹងថាកាដូតូចកាដូធំទេប៉ុន្តែឲ្យតែរបស់តែគេឲ្យព្រោះកាដូគឺជាអំណោយចឹងអំណោយដែលគេឲ្យតូចក៏យកធំក៏យកដែរអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំថោះហ្នឹងគឺនឹងមានអំណោយនឹងមានកាដូគេឲ្យពីថ្ងៃទី18ដល់ថ្ងៃទី21អញ្ចឹងជូនពរឲ្យហេងជូនពរឲ្យកាក់កបជូនពរឲ្យជោគជ័យបាទពីថ្ងៃ18ដល់ថ្ងៃទី21អ្នកដែលកើតឆ្នាំថោះចុងខែលោកអ្នកនឹងបានចេញទៅក្រៅប្រទេសឬមួយក៏មានដំណើរចេញទៅក្រៅប្រទេសបាទអ្នកណាដែលអូយយូរហើយអត់ដែលបានចេញទៅក្រៅប្រទេសទេអ្នកណាអូយយូរហើយអត់ដែលបានធ្វើដំណើរទៅទីណាទេឥឡូវនេះគឺដល់ពេលដល់វេលាហើយបងប្អូនកូនក្មួយចុងខែ5ហ្នឹងគឺអាចទៅមានដំណើរចេញទៅក្រៅប្រទេសហើយប្រទេសណាក៏ដោយក្រៅតែពីប្រទេសកម្ពុជាគឺក្រៅប្រទេសទាំងអស់អញ្ចឹងអ្នកដែលកើតឆ្នាំថោះគឺចុងខែអាចមានដំណើរចេញទៅក្រៅប្រទេសបងប្អូនកូនក្មួយណាបាទឥឡូវនេះសូមទស្សទាយជូនដល់បងប្អូនដែលកើតនៅឆ្នាំរោងបងប្អូនណាបាទបងប្អូនដែលកើតនៅឆ្នាំរោងលេខសំណាងរបស់បងប្អូននៅក្នុងខែឧសភាខែ5គឺលេខ168បាទអ្នកកើតឆ្នាំរោងខមមិនលេខ168គឺជាលេខសំណាងចំណែកពណ៌សំណាងបងប្អូនគឺប្រើពណ៌ទឹកក្រូចអ្នកកើតឆ្នាំរោងខមមិនលេខ168សៀវីតូលោកគ្រូមហាជុំដាក់លេខ168ហើយពណ៌សំណាងពណ៌ទឹកក្រូចលោកអ្នកដែលកើតនៅឆ្នាំរោងបើនិយាយអំពីរាសីនៅក្នុងខែ4ម្នាក់ចិត្តឈួតហើយបាទគឺស្មុគស្មាញជាទីបំផុតអ្នកដែលកើតឆ្នាំរោងនៅក្នុងខែ4គឺស្មុគស្មាញជាទីបំផុតបងប្អូនមិនល្អទេមិនរីកចម្រើនទេមិនកាក់កបទេមានសម្ពាធគ្រប់បែបយ៉ាងទៅធ្វើការទៅរស់ស៊ីមានបញ្ហាគិតខ្វល់ចង់ឈួតចង់បែកគូឲ្យមកដល់ផ្ទះអ្នកដែលនៅជុំវិញខ្លួនរករឿងយើងទៀតបាទចង់តែខ្យល់ងាប់ចង់តែរត់ចោលស្រុកឯងហើយមិនត្រឹមតែអញ្ចឹងឯងអាគេរករឿងយើងគ្រប់គ្នាអត់អីទេប៉ុន្តែអាយើងខ្លួនឯងនេះក៏រករឿងខ្លួនឯងដែរថារឿងមិនគួរគិតទេប៉ុន្តែយើងគិតថារឿងមិនគួរខ្វល់ទេថាយើងខ្វល់អញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងមិនរអទេនៅក្នុងខែ4ឥឡូវនេះចូលមកដល់ខែ5តើរាសីរបស់លោកអ្នកយ៉ាងម៉េចដែរអញ្ចឹងមុនចូលដល់ខែ5រាសីយ៉ាងម៉េចបងប្អូនខមមិនលេខសំណាងគឺលេខ168ចំណែកពណ៌សំណាងបងប្អូនយើងប្រើពណ៌ទឹកក្រូចលោកអ្នកដែលកើតនៅឆ្នាំរោងដើមខែមានលៀបទិញរបស់បានបាទមានលៀបទិញរបស់បានណាបងប្អូនកូនក្មួយណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំរោងចិត្តរារែកកាលពីចុងខែ4ចុងខែ4រារែកយកអញដឹងគិតទេគួរទិញអត់ទេគួរអត់ទេគួរអត់ទេណែឥឡូវសងគុណខ្លួនឯងទៅចូលមកដល់ដើមខែ5លោកអ្នកមានលៀបទិញរបស់បានទោះបីជាយើងគេថាមានថវិកាមិនគ្រប់គ្រាន់ក៏ដោយក៏នៅចុងខែដើមខែ5នេះក៏អាចទិញរបស់នោះបានដែរបាទអញ្ចឹងចិត្តឲ្យដាច់គិតឲ្យលះគឺចុងខែដើមខែហ្នឹងគឺទិញបានហើយអញ្ចឹងដើមខែ5លោកអ្នកដែលកើតនៅឆ្នាំរោងគឺនឹងមានលៀបទិញរបស់បានបាទហើយផ្លូវចិត្តអត់សូវសុបាយទេស្ទាក់ស្ទើរព្រោះអាចិត្តហ្នឹងវាជួបរឿងអយុត្តិធម៌ច្រើនពេកទៅវាស្ទាក់ស្ទើររហូតទោះបីជាមានមាសមកកាឆេក៏នៅតែស្ទាក់ស្ទើរដែរអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងដើមខែទិញរបស់បានហើយលោកអ្នកដែលកើតនៅឆ្នាំរោងដដែលបងប្អូនកូនក្មួយណាពីថ្ងៃទី8ដល់ថ្ងៃទី10ប្រយ័ត្នមានរឿងឆ្លោះគ្នាជាមួយប្តីប្រពន្ធជាមួយអ្នកជុំវិញខ្លួនបាទហើយបើអ្នកមានគ្រួសារប្រយ័ត្នឆ្លោះគ្នាជាមួយប្តីប្រពន្ធហើយបើអ្នកអត់គ្រួសារអាកូនចៅនៅក្បែរនោះប្រយ័ត្នឆ្លោះគ្នាអញ្ចឹងលោកអ្នកដែលកើតឆ្នាំរោងគឺត្រូវប្រយ័ត្នប្រយែងបន្តិចអ្នកដែលនៅជុំវិញខ្លួនចន្លោះពីថ្ងៃទី8ដល់ថ្ងៃទី10បងប្អូនកូនក្មួយណាបាទអត់ធ្មត់បាទប៉ុន្តែមនុស្សអ្នកដែលកើតឆ្នាំរោងមកជីវិតបងប្អូនកូនក្មួយមិនដែលទៅរករឿងពីណាទេមិនដែលទៅចងគំនុំនាំរឿងនាំហេតុទៅពីណាទេប៉ុន្តែខូចតែគេរករឿងគ្នាគេធ្វើបាបគ្នាចឹងឥឡូវទៀតនេះពីថ្ងៃទី8ដល់ថ្ងៃទី10ប្រឹងប្រយ័ត្នប្រយែងទៅណាប្រយ័ត្នមានរឿងព្រោះថាអាចនឹងមានរឿងឆ្លោះប្រកែកគ្នាកើតឡើងបាទ
ប្រយ័ត្នជាមួយនឹងក្រុមគ្រួសារជាពិសេសប្តីប្រពន្ធបងប្អូនកូនក្មួយណាបាទទោះបីយើងខំអត់ធ្មត់យ៉ាងណាយើងខំលះបង់យ៉ាងណាក៏គេមើលមិនឃើញដែរនៅតែមានបញ្ហានៅតែមានរឿងចូលមកយ៉ាងដូចឆ្នោះឯងហើយអ្នកដែលកើតនៅឆ្នាំរោងដដែលបងប្អូនកូនក្មួយពីថ្ងៃទី14ដល់ថ្ងៃទី17លោកអ្នកថែរក្សាសុខភាពប្រយ័ត្នឈឺបងប្អូនកូនក្មួយណាបាទលោកអ្នកដែលកើតឆ្នាំរោងពីថ្ងៃទី14ដល់ថ្ងៃទី17ប្រយ័ត្នមានជំងឺឈឺបាទជំងឺនេះដូចជាជំងឺកុហលកាហាយក្តៅនៅក្នុងខ្លួនបាទហើយអាចក៏ជំងឺធ្វើឲ្យជំងឺពាក់ព័ន្ធជាមួយជើងណាដែលអាចធ្វើឲ្យយើងដើរវាមិនស្រួលដើរវាមិនរួចណាបាទដូចអ្នកលើសជាតិអាស៊ីតចឹងណាចឹងអ្នកដែលកើតឆ្នាំរោងពីថ្ងៃទី14ដល់ថ្ងៃទី17ប្រយ័ត្នឈឺប៉ុន្តែឈឺវាមិនមែនឈឺដល់ថ្នាក់ធន់ទេឈឺហ្នឹងគេហៅថាឈឺអាចមានឧបសគ្គធ្វើឲ្យយើងដើរមិនរួចដូចជាឆ្លោះជើងដូចជាឡើងជាតិអាស៊ីតអីជាដើមដែលធ្វើឲ្យយើងនឹងដើរអត់រួចឬមួយក៏មានបញ្ហាចឹងត្រូវថែរក្សាសុខភាពតិចចន្លោះពីថ្ងៃទី14ដល់ថ្ងៃទី17បាទហើយលោកអ្នកដែលកើតនៅឆ្នាំរោងដដែលពីថ្ងៃទី22ដល់ថ្ងៃទី24លោកអ្នកដែលកើតឆ្នាំរោងដដែលពីថ្ងៃទី22ដល់ថ្ងៃទី24លោកអ្នកនឹងធ្វើកិច្ចការបានជោគជ័យបាទលោកអ្នកនឹងធ្វើកិច្ចការបានជោគជ័យអញ្ចឹងលោកអ្នកជោគជ័យការងារលោកអ្នកតែជោគជ័យការងារមានលៀបចូលហើយអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងពីថ្ងៃទី22ដល់ថ្ងៃទី24លោកអ្នកជោគជ័យនឹងការងារបាទជោគជ័យនឹងការងារគឺនឹងបានលៀបចូលបាទថាការងារបានបញ្ចប់លុយក៏ចូលពីថ្ងៃទី22ដល់ថ្ងៃទី24លោកអ្នកដែលកើតនៅឆ្នាំរោងចុងខែលោកអ្នកដែលកើតឆ្នាំរោងចុងខែមានដំណឹងល្អដំណឹងដែលចង់បានដំណឹងដែលប្រាថ្នានឹងមានដំណឹងល្អបងប្អូនកូនក្មួយណាបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងចុងខែមានដំណឹងល្អចូលមកបាទចុងខែគឺចុងខែ5មានដំណឹងល្អចូលមកដំណឹងល្អជាដំណឹងអីអត់ដឹង I don't know ប៉ុន្តែជាដំណឹងដែលល្អសម្រាប់លោកអ្នកដែលកើតនៅឆ្នាំរោងលោកអ្នកដែលកើតនៅឆ្នាំវស្សាញ់ម្ដងលោកអ្នកដែលកើតឆ្នាំវស្សាញ់រាសីនៅក្នុងខែឧសភាខែ5លេខសំណាងគឺលេខ396បាទលេខសំណាងលេខ396ពណ៌សំណាងគឺពណ៌ស្វាយបាទលោកអ្នកដែលកើតនៅឆ្នាំវស្សាញ់ខមមិននៅលេខសំណាងគឺលេខ396ចំណែកពណ៌សំណាងគឺពណ៌ស្វាយបាទលោកអ្នករាសីលោកអ្នកដែលកើតនៅឆ្នាំវស្សាញ់នៅក្នុងខែ4គឺកំពូលឆ្នាំដែលតឹងតែងបំផុតអ្នកដែលកើតឆ្នាំវស្សាញ់នៅក្នុងខែ4សិតតែអ្នកដែលស្មារតីរឹងមាំហើយសិតតែអ្នកខ្លាំងហើយអ្នកអត់ធ្មត់ហើយបើមិនស្មារតីរឹងមាំហើយបើមិនខ្លាំងទេឈួតដល់ហើយព្រោះថាបរាជ័យគ្រប់បែបយ៉ាងទាំងលុយកាក់ទាំងស្នេហាទាំងការងារនៅក្នុងខែ4គឺជាខែ0សម្រាប់លោកអ្នកដែលកើតឆ្នាំវស្សាញ់មានបញ្ហាមានឧបសគ្គមានរឿងរាវចូលមកច្រើនណាស់បាទអូរញ៉េរញ៉ៃមែនទែនជីវិតស្មើសូន្យបាទប៉ុន្តែឥឡូវនេះឈប់ឲ្យស្មើសូន្យទៀតហើយនៅក្នុងខែ5នេះវាមិនដែលអាក្រក់3តក្រ3ជាតិទេអញ្ចឹងបងប្អូនខមមិនលេខសំណាងគឺលេខ396ចំណែកពណ៌សំណាងគឺពណ៌ស្វាយលេខខកចិត្តទៀតហើយលេខខកចិត្តទៀតហើយបាទអញ្ចឹងអ្នកដែលកើតឆ្នាំវស្សាញ់ខែ4តឹងតែងណាជួបរឿងមិនល្អច្រើនអញ្ចឹងចូលមកដល់ខែ5នឹងមានរឿងល្អចូលមកអញ្ចឹងលោកអ្នកដែលកើតឆ្នាំវស្សាញ់ដើមខែដល់គូបាទសម្រាប់អ្នកដែលមិនទាន់ដល់គូសម្រាប់អ្នកដែលមិនទាន់មានស្នេហាសម្រាប់អ្នកដែលបែកបាក់គ្រួសារសម្រាប់អ្នកដែលរកគូមិនទាន់ឃើញអញ្ចឹងដើមខែអ្នកដែលកើតឆ្នាំវស្សាញ់ទេវតាចៅមហាបើកលៀបបើកសំណាងឲ្យយើងបានដល់គូអីអញ្ចឹងលោកអ្នកដែលកើតឆ្នាំវស្សាញ់ត្រៀមខ្លួនតើអ្នកណាទៅជាគូព្រេងខ្ញុំតើគូព្រេងខ្ញុំនៅឯណាឥឡូវនេះដល់ហើយអ្នកដែលកើតឆ្នាំវស្សាញ់អបអសាទរប៉ុន្តែសម្រាប់អ្នកដែលមិនទាន់មានគូទេដែលដល់គូនឹងប៉ុន្តែសម្រាប់អ្នកដែលមានគូហើយហាមព្រើលបាទអត់ឲ្យព្រើលទេព្រើលហ្នឹងមិនណាកុំចូលបាទឲ្យគេអ្នកអត់គូគេទទួលគូទៅយើងមានគូយើងយកគូធ្វើអីបាទអត់ល្អទេខុសកាមេសិល5បាទអញ្ចឹងដើមខែដល់គូអញ្ចឹងកុំរអ៊ូថាអញថ្ងៃណាបានប្តីដើមខែហ្នឹងដល់គូហើយអ្នកកើតឆ្នាំវស្សាញ់ត្រៀមខ្លួនអត់មើលតើបរោះក្នុងក្តីសុបិនរបស់លោកអ្នកហ្នឹងយ៉ាងម៉េចដែរបាទលោកអ្នកដែលកើតនៅឆ្នាំវស្សាញ់
ពីថ្ងៃទី7ដល់ថ្ងៃទី9លោកអ្នកប្រយ័ត្នសុខភាពបាទពីថ្ងៃទី7ដល់ថ្ងៃទី9ប្រយ័ត្នសុខភាពអញ្ចឹងពាក់ព័ន្ធជាមួយនឹងសុខភាពលោកអ្នកដែលកើតនៅឆ្នាំម្សាញ់ចន្លោះពីថ្ងៃទី7ដល់ថ្ងៃទី9ប្រយ័ត្នសុខភាពទៅមិនថាសុខវាឈឺហ្មងបាទមិនចិត្តណែនទ្រូងមិនចិត្តថប់ទាំងហើបអស់កម្លាំងលែងចង់ដើរទៅមុខទៀតក្រាបបេះដូងចង់គៀងខួរក្បាលលែងដើរដូចនាឡិកាចឹងវាដើរពឹកវាលែងដើរគៀងហ្មងបាទប៉ុន្តែនាឡិកាគៀងដាក់ថ្មបានណាប៉ុន្តែយើងគៀងដាក់ថ្មអត់បានទេអញ្ចឹងប្រយ័ត្នប្រយែងរឿងសុខភាពបន្តិចសម្រាប់លោកអ្នកដែលកើតនៅឆ្នាំម្សាញ់ចន្លោះពីថ្ងៃទី7ដល់ថ្ងៃទី9លោកអ្នកដែលកើតនៅឆ្នាំម្សាញ់ពីថ្ងៃ13ដល់ថ្ងៃទី16នឹងមានការខូចខាតបាទនឹងមានការខូចខាតបាទខូចខាតនឹងប្រយ័ត្នខូចឡានខូចម៉ូតូឬមួយក៏មានបញ្ហាអីមួយដែលធ្វើឲ្យយើងអស់លុយបាទអញ្ចឹងគឺត្រូវខាតបង់បាទខាតបង់ពីថ្ងៃទី13ដល់ថ្ងៃទី16សម្រាប់លោកអ្នកដែលកើតនៅឆ្នាំម្សាញ់បងប្អូនប្រយ័ត្នខាតបង់បាទប្រយ័ត្នខាតបង់នឹងខាតបង់រឿងលុយកាក់បាទអញ្ចឹងខាតរឿងអីយើងក៏ប្រយ័ត្នប្រយែងទៅបាទកុំឲ្យមានការខាតបង់កុំឲ្យមានបញ្ហាទាំងអស់នោះកើតឡើងហើយបើខ្ញុំបានប្រាប់ទេមិនបានទូទីឲ្យទេអានឹងអត់អីទេអត់ដឹងណាអញ្ចឹងបើខាតបង់អានឹងធ្វើម៉េចហើយបើប្រាប់មុនហើយអានឹងប្រយ័ត្នប្រយែងទៅកុំឲ្យមានរឿងខាតបង់នឹងកើតឡើងអញ្ចឹងថ្ងៃទី13ដល់ថ្ងៃទី16គឺប្រយ័ត្នខាតបង់បងប្អូនកូនក្មួយណាបាទអញ្ចឹងពីថ្ងៃទី20ដល់ថ្ងៃទី22ខែ5លោកអ្នកដែលកើតនៅឆ្នាំម្សាញ់នឹងបាទនឹងមានគេស្ដីបន្ទោសបាទនឹងមានគេស្ដីបន្ទោសហើយបើនិយាយថាអូឆ្នាំផ្សេងគេស្ដីបន្ទោសចូលលក្ខណៈប្លែកប៉ុន្តែបើឆ្នាំម្សាញ់បើមានគេស្ដីបន្ទោសរឿងធម្មតាព្រោះមកជីវិតរបស់អ្នកកើតឆ្នាំម្សាញ់បងប្អូនកូនក្មួយធ្វើល្អគ្មានអាណាមើលឃើញទេបាទមកជីវិតជួបតែរឿងអយុត្តិធម៌ទេធ្វើល្អគេមើលអត់ឃើញទេប៉ុន្តែបើសិនជាយើងអត់ខុសក៏គេចោទប្រកាន់ថាយើងខុសដែរចឹងមកជីវិតអាអ្នកកើតឆ្នាំម្សាញ់ចាំតែខុសទេមិនដែលចេះត្រូវដូចគេសូម្បីតែម្ដងហើយប៉ុន្តែបើយើងអត់ខុសក៏គេចោទថាយើងខុសដែរចឹងរឿងស្វាមហើយរឿងគេស្ដីឲ្យស្ដីទៅបាទទៅធ្វើទៅទេវតាអ្នកកត់ទុកឲ្យអាណាធ្វើបាបអញធ្លាក់នរកទាំងអស់អាណាធ្វើបាបអ្នកកើតឆ្នាំម្សាញ់វេទនាទាំងអស់និយាយចឹងឲ្យឆាប់ចប់បាទចឹងពីថ្ងៃទី20ដល់ថ្ងៃទី22អ្នកកើតឆ្នាំម្សាញ់នឹងមានគេស្ដីបន្ទោសស្ដីទៅមិនបាច់តទេណាទោះបីខំបកស្រាយមកមើលដងក៏គេស្ដាប់ដែរអញ្ចឹងអូខេ I know I wrong you are right អូខេ goodbye ចប់ណាបាទអ្នកដែលកើតឆ្នាំម្សាញ់ចុងខែអ្នកដែលកើតឆ្នាំម្សាញ់ចុងខែលក់របស់ដាច់បងប្អូនណាអ្នកដែលកើតឆ្នាំម្សាញ់ចុងខែលក់របស់ដាច់អញ្ចឹងបងប្អូនកូនក្មួយអ្នកដែលកើតឆ្នាំម្សាញ់ចង់លក់អ្វីក៏លក់ទៅគឺចុងខែហ្នឹងគឺលក់របស់ដាច់ចៃហើយបងប្អូនសួរខ្ញុំទៀតថាលោកគ្រូខ្ញុំឆ្នាំម្សាញ់លក់របស់ដាច់នឹងលក់ស្អីគេបាទលក់ស្អីក៏ខ្ញុំមិនដឹងដែរប៉ុន្តែដឹងថាលក់របស់ដាច់អញ្ចឹងម្សាញ់ចុងខែលក់របស់ដាច់ជូនពរឲ្យរបស់ដែលចង់លក់នោះដាច់ដោយបំណងបាទលេខសំណាងអ្នកដែលកើតឆ្នាំម្សាញ់នៅក្នុងខែ5ខែឧសភាលោកអ្នកខមមិននៅលេខសំណាងលេខ396ពណ៌សំណាងគឺពណ៌ស្វាយលោកអ្នកដែលកើតនៅឆ្នាំមមីលោកអ្នកមានលេខសំណាងលេខ614ចំណែកពណ៌សំណាងពណ៌សូកូឡាអ្នកដែលកើតឆ្នាំមមីខមមិនលេខសំណាងគឺលេខ614ចំណែកពណ៌សំណាងពណ៌សូកូឡាអ្នកកើតឆ្នាំមមីខមមិនលេខ614 share វីដេអូដាក់លេខ614រកឲ្យពណ៌សូកូឡាយកទៅពាក់លោកអ្នកនឹងហេងលោកអ្នកនឹងកាក់កបលោកអ្នកនឹងជោគជ័យអ្នកដែលកើតឆ្នាំមមីដើមខែពិបាកចិត្តបងប្អូនណាដើមខែពិបាកចិត្តបាទកាលពីខែកន្លងទៅខែ4កន្លងទៅក៏ចិត្តឈួតដែរមមីអត់សบายចិត្តមមីអត់រីករាយទេជួបតែទុកជួបតែភ័យហើយបើនិយាយពីលៀបជ័យបងប្អូនឲ្យតែចិត្តដល់ដល់របូតទៅវិញលឺតែដំណឹងឲ្យចិត្តបានហើយដំណឹងថាចិត្តដល់ហើយចុងក្រោយអត់ដល់ចុងក្រោយរបូតអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមមីលោកអ្នកអត់សូវរលូនទេនៅក្នុងខែ4ប៉ុន្តែចូលមកដល់ខែ5លោកអ្នកដែលកើតនៅឆ្នាំមមីគឺរាសីឡើងបាទចឹងមមីខមមិនលេខសំណាងគឺលេខ614ចំណែកពណ៌សំណាងគឺពណ៌សូកូឡាអ្នកដែលកើតឆ្នាំមមីដើមខែពិបាកចិត្តរឿងមិនគួរគិតក៏គិតរឿងមិនគួរព្រួយក៏ព្រួយរឿងមិនគួរខ្វល់ក៏ខ្វល់ចឹងមមីដើមខែតឹងតែងនៅក្នុងចិត្តគិតច្រើនខ្វល់ច្រើនព្រួយបារម្ភច្រើនបាទធ្វើអ្វីអត់កាក់កបធ្វើអ្វីអត់រីកចម្រើនធ្វើអ្វីអត់ទទួលបានជោគជ័យទេដើមខែតឹងតែអញ្ចឹងយើងត្រូវសប្បាយចិត្តឲ្យច្រើនយើងត្រូវរីករាយឲ្យច្រើន
បំភ្លេចនៅទុកកង្វល់ទាំងឡាយរឿងវាគួរកើតគឺវាកើតរឿងដែលវាមិនកើតគឺវាមិនកើតចឹងមិនបាច់គិតមុនទេទៅតាមតំណើទៅខំប្រឹងធ្វើអស់លទ្ធភាពហើយបើធ្វើអីនៅតែមិនបានទៀតអានឹងឲ្យទេវតាអ្នកសម្រេចទៅបាទចឹងដើមខែពិបាកចិត្តតាំងតែប៉ុន្តែមិនអីទេណាដោះស្រាយបានមមីពីថ្ងៃទី8ដល់ថ្ងៃទី10អ្នកដែលកើតឆ្នាំមមីបងប្អូនពីថ្ងៃទី8ដល់ថ្ងៃទី10លក់របស់ដាច់បាទអ្នកដែលកើតឆ្នាំមមីលក់របស់ដាច់ពីថ្ងៃទី8ដល់ថ្ងៃទី10ចឹងចន្លោះពីថ្ងៃទី8ដល់ថ្ងៃទី10អ្នកដែលកើតឆ្នាំមមីលក់របស់ដាច់ហើយបើសួរខ្ញុំថាលក់របស់អីដាច់ខ្ញុំអត់ដឹងទេប៉ុន្តែគេថាពីថ្ងៃទី8ដល់ថ្ងៃទី10មមីនឹងលក់របស់ដាច់បាទមមីនឹងលក់របស់ដាច់អញ្ចឹងលោកអ្នកដែលមានក្តីបំណងពងប្រាថ្នាថាអូខ្ញុំនឹងចង់លក់អីដាច់ឲ្យដូចបំណងគឺសូមឲ្យលក់ដាច់ទៅព្រោះជើងលេខគេថាពីថ្ងៃទី8ដល់ថ្ងៃទី10នឹងលក់របស់ដាច់ចឹងអ្វីដែលលក់ដាច់ឲ្យលក់ដូចបំណងទៅអ្នកដែលកើតឆ្នាំមមីពីថ្ងៃ14ដល់ថ្ងៃទី16នឹងមានដំណឹងមិនល្អលោកអ្នកអាចនឹងបាត់បង់សាច់ញាតិបាទអាចនឹងបាត់បង់សាច់ញាតិពីថ្ងៃ14ដល់ថ្ងៃទី16អ្នកដែលកើតឆ្នាំមមីគឺអាចនឹងបាត់បង់សាច់ញាតិណាចឹងមិនមែនមមីយើងទេដែលបាត់បង់សាច់ញាតិហើយជាមមីគេនោះបាទចឹងមិនមែនយើងទេបបវាជាឆ្ងាយព្រោះការទូទាយគឺខ្ញុំមានក្តីបំណងថាអ្វីដែលខ្ញុំទូទាយគឺសុំឲ្យទាយត្រូវបាទប៉ុន្តែរឿងគេងាប់មួយគឺអត់ឲ្យត្រូវទេចឹងគេថាមមីពីថ្ងៃ14ដល់ថ្ងៃទី16គឺនឹងមានបាត់បង់សមាជិកនឹងមានបាត់បង់មនុស្សជាទីស្រឡាញ់ឬមួយក៏សាច់ញាតិប៉ុន្តែសូមឲ្យមិនមែនជាការពិតឲ្យរឿងនឹងថាជារឿងមិនពិតណាប៉ុន្តែបើរឿងនឹងទៅជាការពិតក៏វាគ្មានរឿងអីដែលត្រូវឲ្យវាភ័យដែរព្រោះមនុស្សយើងគ្រប់គ្នាគឺត្រូវតែជួបបាទអញ្ចឹងមានតែបុណ្យកុសលមួយគត់ដែលយើងធ្វើទៅពេលដែលយើងអស់ពីផែនដីនេះទៅយើងបានកុសលត្រង់អញ្ចឹងខំធ្វើបុណ្យទៅហើយមកមីណាបាទធ្វើបុណ្យគ្មានអាណាធ្វើដល់ឆ្នាំមកមីទេប៉ុន្តែបានបុណ្យនេះមួយជីវិតបានតែបាបធ្វើបុណ្យជួយគេយកអាសាគេស្រឡាញ់គេលះបង់ដើម្បីគេគ្រប់បែបយ៉ាងដល់ពេលលទ្ធផលចុងក្រោយមកមីសូនអត់មានណាមើលឃើញថាមមីនឹងធ្វើត្រូវទេអញ្ចឹងបានមមីទាំងអស់ហ្នឹងម្នាក់បាក់ទឹកចិត្តទាំងអស់ចង់ទៅនៅលើភ្នំតែឯងកុំឲ្យមានអាណាជួបបាទពាក្យខ្មែរថាអូពេលអញធ្វើត្រូវអត់មានអាណាឃើញបើពេលអញអត់ខុសក៏គេថាអញខុសអញ្ចឹងជីវិតអ្នកកាត់ឆ្នាំមមីនឹងវារងនូវភាពអយុត្តិធម៌ច្រើនពេកហើយអញ្ចឹងសង្ឃឹមថាទេវតានឹងមើលឃើញនឹងប្រទន់ចិត្តអ្នកដែលនៅក្បែរឆ្នាំមមីទាំងអស់ឲ្យបានឃើញអំពីគុណតម្លៃនៃការលះបង់របស់អ្នកដែលកើតឆ្នាំមមីបាទអញ្ចឹងពីថ្ងៃ14ដល់ថ្ងៃទី16អ្នកដែលកើតឆ្នាំមមីអាចនឹងបាត់បង់សមាជិកបាទប៉ុន្តែមិនមែនរឿងប៉ិតទេរឿងប៉ិតចោះលោកអ្នកដែលកើតឆ្នាំមមីដដែលបងប្អូនកូនក្មួយពីថ្ងៃទី21ដល់ថ្ងៃទី23ពីថ្ងៃទី21ដល់ថ្ងៃទី23លោកអ្នកដែលកើតនៅឆ្នាំមមីបាទនឹងទទួលបានដំណឹងល្អបាទមានដំណឹងល្អចូលមកអ្នកដែលកើតឆ្នាំមមីពីថ្ងៃទី21ដល់ថ្ងៃទី23នឹងមានដំណឹងល្អបងប្អូនកូនក្មួយណាបាទនឹងមានដំណឹងល្អចង់ដឹងថាដំណឹងនោះជាអីខ្ញុំក៏ដឹងដែរប៉ុន្តែអ្នកដែលកើតឆ្នាំមមីនឹងមានដំណឹងល្អបាទដំណឹងដែលទន្ទឹងរង់ចាំដំណឹងល្អគឺនឹងចូលមកនៅចន្លោះពីថ្ងៃទី21ដល់ថ្ងៃទី23អញ្ចឹងមមី21ដល់ថ្ងៃទី23មានដំណឹងល្អឆ្នាំមមីចុងខែប្រយ័ត្នឆ្លោះគ្នាជាមួយប្តីប្រពន្ធឬមួយក៏អ្នកផ្ទះបាទអញ្ចឹងមមីចុងខែប្រយ័ត្នឆ្លោះគ្នាជាមួយប្តីប្រពន្ធឬមួយក៏អ្នកផ្ទះអញ្ចឹងអត់ធ្មត់ណាបាទព្រោះមមីគឺជាមនុស្សម្នាក់ដែលត្រង់មមីគឺជាមនុស្សម្នាក់ដែលឃើញសថាសឃើញខ្មៅថាខ្មៅជាមនុស្សដែលមិនចេះសំដែងអញ្ចឹងបើយើងអត់ចេះសំដែងគឺយើងត្រង់ហើយបើយើងចេះបត់បែនខ្លះទៅអានឹងអត់អីទេប៉ិនសួរតែមមីធ្វើបានអត់ធ្វើមិនបានទេមួយជីវិតបាទព្រោះវាត្រង់ណាស់ដែលគេស្អប់នឹងប៉ុន្តែស្រុកយើងនឹងចូលចិត្តណាស់អានេះដែលអេបអបអានេបអានើបនឹងហើយបើអានេះទ្រាំអត់សូវចូលចិត្តទេអញ្ចឹងបានវាអញ្ចឹងបាទអញ្ចឹងមមីទ្រាំពេកអត់ត្រូវហាងឆេងទេអញ្ចឹងចេះបត់បែនទៅបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមមីលេខសំណាងនៅក្នុងខែ5
កុំចោលឲ្យសោះគឺលេខ614ចំណែកពណ៌សំណាងនៅក្នុងខែ5គឺពណ៌សុកឡាលោកអ្នកដែលកើតឆ្នាំមីខមមិនលេខសំណាងលេខ614ពណ៌សំណាងគឺពណ៌សុកឡាមកម៉ែលេខសំណាងលេខ752ពណ៌សំណាងគឺពណ៌សលោកអ្នកដែលកើតនៅឆ្នាំមួយម៉ែខមមិនលេខសំណាងគឺលេខ752ចំណែកពណ៌សំណាងពណ៌សរាសីរបស់លោកអ្នកនៅក្នុងខែ4កន្លងទៅអ្នកដែលកើតឆ្នាំមួយម៉ែនៅសល់តែដង្ហើមទេបាទអរគុណទេវតាទៅដែលទុកដង្ហើមឲ្យគេលោមិនទុកដង្ហើមឲ្យទៀតនោះមកម៉ែគឺជាកម្ពុជាឆ្នាំដែលអយុត្តិធម៌ជាងគេសូម្បីតែទេវតាក៏មើលមិនឃើញដែរជីវិតនោះបាទអ្នកកើតឆ្នាំម៉ែមកជីវិតកំសត់ជាងគេបាទធ្វើល្អជួយគេស្រឡាញ់គេយកអាសាគេឲ្យគេមើលមិនឃើញទេលះបង់ដើម្បីក្រុមគ្រួសារឲ្យនៅក្រុមគ្រួសារនោះមិនឲ្យតម្លៃមើលងាយមើលថោកយើងទៅទៀតបាទមកជីវិតគេត្រួតក្បាលរហូតការក្រគេមើលងាយគេដៀលប្រឹងរកស៊ីឲ្យមានក៏នៅតែគេដៀលដដែលចឹងមកជីវិតអ្នកដែលកើតឆ្នាំមួយម៉ែស្រីក្តៅប្រុសក្តៅបើអាចមិនបាច់យកប្តីមិនបាច់យកពុនទេនៅម្នាក់ឯងទៅវាគ្មានប្រយោជន៍អីទេមានគ្នាក៏អត់បានការដែរតែជីវិតនឹងវាអញ្ចឹងណាសួរថាមានអាណាលើកទឹកចិត្តអត់មានអាណាផ្ដល់កម្លាំងចិត្តឲ្យអត់ទេអត់មានអាណាមើលឃើញទេចឹងមិនបាច់ខ្វល់មានអាណាទាំងអស់អញខ្វល់តែខ្លួនអញទៅផ្ដាំទៅចៅក្មួយអាអ្នកសកលក្រោយនេះអាយុ20អាយុអីនេះបើខ្លួនឯងកើតឆ្នាំម៉ែបាក់ឯងកុំយកគូមកមិនស្រួលទេបាទវេទនាណាបើមិនជឿសួរថាអ្នកដែលកើតឆ្នាំម៉ែទាំងអស់នេះដែលនៅក្នុង live ហ្នឹងវេទនាមែនអត់មានប្តីសบายចិត្តអត់មានកូនសบายចិត្តអត់ម៉ែឪស្រឡាញ់អត់ឲ្យលីងបាទចឹងមិនបាច់យកទេប៉ុន្តែយកក៏យកទៅហើយព្យាយាមទៅប្រាប់ខ្លួនឯងទៅត្រៀមខ្លួនបាទកុំសង្ឃឹមកាលណាទៅសង្ឃឹមណយការពុនហើយការប្តីហើយសុភមង្គលអត់ទេបាទអត់ទេប្រាប់ឲ្យហើយអញ្ចឹងឥឡូវនេះកុំគិតឥឡូវយើងដល់រាសីសម្រាប់លោកអ្នកដែលកើតឆ្នាំមួយម៉ែនៅក្នុងខែ5ខែឧសភាចឹងលោកអ្នកដែលកើតនៅឆ្នាំមួយម៉ែលេខសំណាងគឺលេខ752ពណ៌សំណាងពណ៌សលោកអ្នកដែលកើតនៅឆ្នាំមួយម៉ែខមមិនលេខ752ចំណែកពណ៌សំណាងគឺពណ៌សរាសីរបស់លោកអ្នកនៅក្នុងខែ5ដើមខែអ្នកដែលកើតឆ្នាំមួយម៉ែមានគេសងលុយបាទដើមខែគេសងលុយអ្នកកើតឆ្នាំមួយម៉ែបាទអញ្ចឹងដើមខែអ្នកកើតឆ្នាំមួយម៉ែគេសងលុយអញ្ចឹងអ្នកកើតឆ្នាំមួយម៉ែពិបាកចិត្តគិតច្រើនមករយៈនេះដេកតែភ័យឯងព្រោះខ្លាចអត់លុយប៉ុន្តែអ្នកដែលកើតឆ្នាំមួយម៉ែទេវតាជួយយ៉ាងម៉េចជួយអត់ឲ្យងាប់ទេទុកដង្ហើមឲ្យដកហើយទុកធ្វើបាបតទៅទៀតបើងាប់ទៅអត់មានអាធ្វើបាបទៀតទេអញ្ចឹងឲ្យវាមានដង្ហើមបកទៅឲ្យបានធ្វើបាបទៀតឲ្យជីវិតនឹងវាជួបរឿងអយុត្តិធម៌ទៀតងាប់បាត់បានណាធ្វើបាបទៀតអញ្ចឹងទុកឆ្នាំមួយម៉ែមួយគ្រាន់ធ្វើបាបអញ្ចឹងអ្នកកើតឆ្នាំមួយម៉ែដើមខែមានគេសងលុយប៉ុន្តែសងហ្នឹងមិនច្រើនទេប៉ុន្តែអាចយកមកដោះផ្ទាល់បានគេជាពាក់10000គេសង3000ឧទាហរណ៍អញ្ចឹងណាប៉ុន្តែយកមកបាទយកមកអ្នកដែលកើតឆ្នាំមួយម៉ែដើមខែគេសងលុយបាទចឹងជូនពរឲ្យអ្នកកើតឆ្នាំមួយម៉ែទាំងអស់នៅលើពិភពលោកអ្នកដែលគេជពាក់លុយឲ្យគេសងគ្រប់គ្នាបាទចឹងមួយម៉ែដើមខែគេសងលុយជូនពរឲ្យបានលុយឲ្យច្រើនណាបាទហើយបំបានឲ្យគ្រូមហាជុំក៏បានដឹងណាគ្រូមហាជុំទេអញថាអញឆ្នាំមួយម៉ែដើមខែគេសងលុយឥឡូវគេសងមែនអរគុណគ្រូមហាជុំធំបាទប៉ុណ្ណឹងអូគ្រូមហាជុំដេកក៏ញឹមដែរប៉ុន្តែពេលឯងទាយត្រូវគ្មានអាណាគេទៅសើទេម្នាក់បាទអញ្ចឹងអ្នកខ្លះឲ្យលេខសំណាងនាំគ្នាទៅចាក់កតុយលេខដល់ពេលចាក់ទៅចាក់ព្រឹកអត់ចេញវាចេញល្ងាចខឹងគ្រូមហាជុំទៀតលើកុំគិតមួយម៉ែដើមខែមានគេសងលុយបងប្អូនកូនក្មួយណាបាទចឹងអ្វីនឹងមានលៀបអ្វីនឹងមានជ័យអ្វីហេងកកបរីកចម្រើនបងប្អូនណាមួយម៉ែដើមខែមានគេសងលុយហើយអ្នកដែលកើតឆ្នាំមួយម៉ែដដែលពីថ្ងៃទី9ដល់ថ្ងៃទី11បងប្អូនប្រយ័ត្នប្រយែងមានចំនួនឆ្លោះជាមួយបងប្អូនអ្នកកើតឆ្នាំមួយម៉ែពីថ្ងៃទី9ដល់ថ្ងៃទី11ប្រយ័ត្នឆ្លោះគ្នាជាមួយបងប្អូនជាមួយសាច់ឈាមចឹងអត់ធ្មត់បាទធ្វើចិត្តឲ្យរឹងដូចដុំថ្មណាប្រយ័ត្នណាយើងអត់មានអ្នកកាន់ជើងទេណា
តែឈ្លោះគ្នាជាមួយបងប្អូនគេចេះកំសត់គេរំលោភបំពានយករបស់យើងហើយនៅគេធ្វើល្អទៀតគេល្អទៀតចឹងប្រយ័ត្នមានបងប្អូនចំនួនឈ្លោះទាស់តែងគ្នាចឹងប្រយ័ត្នឲ្យមែនតែនលោកអ្នកដែលកើតនៅឆ្នាំមកម៉ែបាទពីថ្ងៃទី9ដល់ថ្ងៃទី11ប្រយ័ត្នមានចំនួនឈ្លោះទាស់តែងគ្នាជាពិសេសឆ្លោះជាមួយបងប្អូនបាទប្រយ័ត្នឲ្យមែនទេអ្នកដែលកើតឆ្នាំមួយម៉ែដដែលពីថ្ងៃទី16ដល់ថ្ងៃទី19ពីថ្ងៃទី16ដល់ថ្ងៃទី19លោកអ្នកមានដំណឹងល្អបាទមានរឿងល្អចូលមកបាទពីថ្ងៃទី6ពីថ្ងៃ16ដល់ថ្ងៃ19លោកអ្នកនឹងមានរឿងល្អចូលមកបាទពីថ្ងៃ16ដល់ថ្ងៃទី19មានរឿងល្អចូលមករឿងល្អរឿងអីគេអត់ដឹងថារឿងអីទេប៉ុន្តែដឹងថាមានរឿងល្អចូលមកអ្នកដែលកើតនៅឆ្នាំមួយម៉ែបាទមានរឿងល្អចូលមកអញ្ចឹងរឿងដែលអាក្រក់កន្លងទៅវិនិច្ឆ័យសាបសូន្យរឿងល្អចាប់ផ្ដើមចូលមក start នៅក្នុងជីវិតថ្មីចាប់ផ្ដើមពីថ្ងៃទី16ដល់ថ្ងៃទី19មានរឿងល្អចូលមកអ្នកដែលកើតឆ្នាំមួយម៉ែដដែលបងប្អូនកូនក្មួយពីថ្ងៃទី23ដល់ថ្ងៃទី25លោកអ្នកប្រយ័ត្នសុខភាពបាទលោកអ្នកប្រយ័ត្នឈឺបងប្អូនកូនក្មួយណាប្រយ័ត្នសុខភាពបាទពីថ្ងៃទី23ដល់ថ្ងៃទី25ប្រយ័ត្នសុខភាពសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមកម៉ែថែរក្សាសុខភាពបន្តិចលោកអ្នកដែលកើតឆ្នាំមកម៉ែចុងខែពិបាកចិត្តបាទមកម៉ែចុងខែពិបាកចិត្តពិបាករឿងអ្វីអត់ដឹងថាពិបាករឿងអីទេប៉ុន្តែដឹងថាពិបាកចិត្តអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមកម៉ែពិបាកចិត្តនៅចុងខែ5លោកអ្នកកើតឆ្នាំមកម៉ែពិបាកចិត្តពិបាករឿងអីរឿងមិនគួរគិតក៏គិតរឿងមិនគួរព្រួយក៏ព្រួយរឿងគួរខ្វល់ក៏ខ្វល់ព្រោះមកជីវិតអ្នកកើតឆ្នាំមកម៉ែនេះក្បាលមួយទូលផែនដីតែឯងមានរឿងអីគិតម្នាក់ឯងដោះស្រាយម្នាក់ឯងមកម៉ែចឹងមានរឿងអីគិតម្នាក់ឯងដោះស្រាយម្នាក់ឯងខ្វល់ម្នាក់ឯងអត់មានអ្នកណាមួយគេមកគិតឲ្យយើងទេប៉ុន្តែបើរឿងគេយើងគិតប៉ុន្តែបើរឿងយើងអត់មានអ្នកគិតចឹងមកម៉ែជួបរឿងបែបហ្នឹងចឹងលោកអ្នកដែលកើតនៅឆ្នាំមកម៉ែចុងខែ5មានរឿងពិបាកចិត្តឈប់ពិបាកទៅបាទកុំពិបាកលោកអ្នកដែលកើតនៅឆ្នាំវោកបងប្អូនឆ្នាំវោកលេខសំណាងគឺលេខ794អ្នកដែលកើតឆ្នាំវោករាសីនៅក្នុងខែ5លេខសំណាងលេខ794ពណ៌សំណាងគឺពណ៌ប្រផេះបាទលោកអ្នកដែលកើតនៅឆ្នាំវោកខមមិននៅលេខសំណាងគឺលេខ794ចំណែកពណ៌សំណាងគឺពណ៌ប្រផេះណាលោកអ្នកដែលកើតនៅឆ្នាំវោកខមមិនលេខសំណាងលេខ794ពណ៌សំណាងពណ៌ប្រផេះអ្នកដែលកើតឆ្នាំវោកនៅក្នុងខែ4នៅក្នុងខែ4កន្លងទៅនឹងអារម្មណ៍រីករាយក៏មានអារម្មណ៍កើតទុក្ខក៏មានរឿងស្មុគស្មាញក៏មានហត់នឿយក៏មានបាទអញ្ចឹងឆ្នាំវោកនៅក្នុងខែ4ជួបរឿងអស់ហើយហត់នឿយសបាយកើតទុក្ខប្រៃល្វីងជូរចាប់ជួបអស់ហើយឥឡូវនេះចូលមកដល់ខែ5បាទខែ5លោកអ្នកដែលកើតនៅឆ្នាំវោកនៅក្នុងខែ5លេខសំណាងលេខ794ចំណែកពណ៌សំណាងពណ៌ប្រផេះលោកអ្នកដែលកើតនៅឆ្នាំវោកដើមខែពិបាកចិត្តបាទលោកអ្នកដែលកើតឆ្នាំខាលលោកអ្នកដែលកើតនៅឆ្នាំវោកដើមខែពិបាកចិត្តរឿងអីរឿងមិនគួរគិតក៏គិតរឿងមិនគួរព្រួយក៏ព្រួយរឿងមិនគួរខ្វល់ក៏ខ្វល់អញ្ចឹងដើមខែចូលមកដល់អ្នកដែលកើតឆ្នាំវោកតាំងតែងចំបែងចិត្តគិតច្រើនអត់សบายចិត្តអត់រីករាយទេបាទហើយបើសួរថាពិបាកចិត្តរឿងអីអត់ដឹងប៉ុន្តែដឹងថាពីបាក់ចិត្តអញ្ចឹងវិធីសាស្ត្រមួយគប់សម្រាប់លោកអ្នកដែលកើតនៅឆ្នាំវោកគឺកុំបាក់ចិត្តបាទកុំគិតច្រើនទៅតាមតដើទៅហើយព្យាយាមធ្វើខ្លួនឯងឲ្យរវល់កុំទំនេរណាព្យាយាមធ្វើខ្លួនឯងឲ្យរវល់អញ្ចឹងធ្វើខ្លួនឯងឲ្យរវល់ទៅលែងអីហើយបាទហ៊ានទៅទំនេរដេកចុចទូរស័ព្ទដេកបដៅគិតបដៅសេតបដៅមានរឿងមានបញ្ហាអញ្ចឹងធ្វើខ្លួនឲ្យរវល់ទៅគឺលែងអីហើយអ្នកដែលកើតនៅឆ្នាំវោកដដែលបងប្អូនកូនក្មួយពីថ្ងៃទី8ដល់ថ្ងៃទី10ពីថ្ងៃទី8ដល់ថ្ងៃទី10អ្នកដែលកើតឆ្នាំវោកនឹងមានតម្រុយដំណឹងល្អ
nâng miên đầm rơi đầm nâng lọ đầm rơi đầm nâng lọ đọc cái toán đầm rơi đầm nâng lọ mà đây ta dân trong thơ ấy mùi dân trong thơ ấy mùi anh tay vì ọt toàn bàn chụp chạy tới dương sẵn khớp dương rồng pưng tha rương nâng mạch hơi cái đây rồng pưng bọt dương lấy ban đầm rơi hơi mà ra vì chất chụp cháy nên cái phép bỏ cả nghĩa bỏ ấy nhá lấy nó vì chanh chân chất bàn này chân ọt một vây cục giang viên nâng ban đôi cái đây bầm nón đầy dương phong bật nà chân cho lót vì ngay ti bầm bấy đoàn ngày ti đọc nâng miên đầm rơi đầm nâng lọ chân smile là 50% rồi này sẽ cái đây chụp cháy là chân vây nâng ban cả cọp cho lót vì ngay ti bầm bấy đoàn ngày ti đọc nâng ban cả cọp nâng ban chụp cháy đầm rơi đầm nâng lọ vì ngày tí đọc buôn đoàn ngày tí đọc bật lúc nè đại cao nơi năm vô phải dắt chua khnia cho môi đây bà bồn mà cứ phải dắt chua khnia vì ngày đọc buôn đoàn ngày tí đọc bật lúc nè đại cao nơi năm vô phải dắt chua khnia cho môi đây bà bồn hay bà nè miền đây chua môi đây bà nè miền bà bồn chua khnia môi bà bồn hay bà nè ọc đây ọc bồn chua khnia cho môi nè tiếc rừng bong bồn chẳng nè cao năm vô phải dắt chua khnia cho lo vì ngày tí đọc buôn đo ngày tí đọc bớt bị giặt xuống khí chừng mùi đây và phôn bị giặt tí bò bò nát bà đừng ai biên nướng đừng ai biên bánh hát đừng ai biên ốp sạ cao lại bà chân bị giặt ọt một khăm một sẵn con chất có mỗi xuống khí vì ngày tí mà phây phí đo ngày tí mà phây buôn nè để ca trăm vô nâng miên đầm nâng là o sát chương pi sầm ép nè nát đã ọt toàn miên côn nâng miên côn sầm ép nè nát đây ọt toàn miên đây nâng miên đây sầm ép nè nát để ọt miên song sa nâng miên song sa vì ngay tim mà phây phí đo ngay tim mà phây buôn cứ miên đồng nâng sát trường pì bà sát trường pì chẳng chung po ai hết chung po ai cả cóp chung po ai chụp chơi chung po ai đi chầm rợ nè đại ca trăm vô trong khai miên liệp trộn lúc nè đại ca trăm vô trong khai miên liệp trộn hay một số liệp trong liệp xây ọt đăng thảm miên liệp trộn chân nè đại ca trăm vô trong khai miên liệp trầu bà vì ngày tim mà phây pi đang ngày tim mà phây buôn miên đồng năng lo sạt trường pi nè để cho anh ban côn nè để cho anh ban chơi nè để cho anh ban đây cứ anh đừng miên đôi bầm đòn bà chun poi ban đôi bầm đòn trong khai miên liệp trầu liệp năm đăng liệp ấy đăng là miên liệp trầu lúc nè để cao đây năm vô comment lịch sầm nang cứ lịch bầm pơ rồi cao 4 chấm này po sầm nang cứ po pro pay rồi cá lịch sầm nang bom ôn cứ lịch bầm buôn rồi tay sốc bầm muôiเลขสำนักเดนเนี่ยในการแชมป์หลักการเลขสำนักเลขผมวนร้อยแปดสับประมวยปอสำนักปอกาชุกลูกเนี่ยในการในชนะหลักการเลขสำนักเลขผมวนร้อยแปดสับประมวยปอสำนักปอกาชุกเรียไซเนี่ยการแชมป์หลักการในขนมไข่บุญจูบเรื่องเคาะจัดบ่าแชมป์หลักการในขนมไข่บุญจูบเรื่องเคาะจัดมันซื้อหรอโอมันซื้อหรอลูนเต้บองโอนนะบ่าเนี่ยอัดซื้อเราลูนเตปีในขนมไข่บุญต่างๆเนี่ยในการชำราคาชั่วเบื่อเคาะจัดชั่วเบื่อมันโดยบ่มนองคว้าเนี่ยยลจัดเอาไว้ได้จังท่าละอ้อวิเตอร์เชียมันละอ้อเอาไว้ได้จิกได้ปัฒนาวิมันโดยการปัฒนาชั่วเบื่อมันละอ้อเฉินสมกสมานเจริญปันตาเลยนี่เนี่ยในการแชมป์ละกาโจดอกขนมไข่ปรามเตามีเรื่องอักระยังไม่คลามีเรื่องละอ้อยังไม่คลาโซบองโอนตามดานตูสนาในการตูเตียนบอลครูมาจุ่มจังเนี่ยในการแชมป์ละกาเลขสำนักคือเลขผมบุญร้อยแปดสับประมวยปอสำนักปอกาชูจังลูกเนี่ยในการในชนะละกาคอมมันในเลขสำนักคือเลขประบุญร้อยแปดสับประมวยเสียวิดีโอครูมาจุ่มใบดอกดักเลขผมบุญร้อยแปดสับประมวยเนี่ยในการชนะละกาดามไข่ฮอตเลยฮอตแต่งจัดฮอตแต่งกายบ่าเนี่ยในการแชมป์ละกาดามไข่ฮอตเลยฮอตแต่งจัดฮอตแต่งกายให้เกมเมื่อรุ่มเรืองเตียดบ่าให้บอกฮอตให้เกมตัวซาฮอตให้บานก้นบานเสียให้อดไอตีปันแต่เนี่ยในการแชมป์ละกาฮอตเหนื่อยให้เกมเมื่อรุ่มเรืองเตียดไม่ได้ยังฮอตยังเลี้ยบ้องให้ในเกมเมื่อรุ่มเรืองเกมมันเอาลำลายเตียดมาเลยนะยังเธอกาฮอตได้เกมบรรทุยังเตียดยังเธอกาฮอตได้เกสใบบรรทุยังเตียดจังจีวัดเนี่ยการชำระการวิจิตรทอมาได้สามมาไงบ
bà bà thơ thử kia ta xa nó ban chầm lại hay bà thơ thử kia bà tốt ọt chầm lại tê chẳng đàm khai nè họp nơi hơi thử kia sẽ bay bằng tốt tiếp thử kia mơ rồng lông tiếp bà làm bát ta xa anh tê hay tới mà sẽ bay bằng tốt ai anh tiệt chẳng là ca thử chụp ứa nó đàm khai chẳng ban lưu ban khơi với thiểm chất tờ tuôn dầu nè thiểm chất tờ tuôn dầu đi hướng thô mà đá bữa hướng nó chụp đại đại cho ai đấy chỉ vật nè cá chăm là các viên sông ban này thế sông thì dốt từ thò đấy hai nè cá chăm là các bật hơi chất ở rừng muôn á bật hơi chất ở rừng á biếm đang lo là còn bật nát tới phù ro ngay chất tôm nè bom ôn kê rồng lô bom piên kê thưa ba em đại khăn kê ban du khăn kê ban mà plét rơi khi vinh đại chân biển chân chỉ vật nâng đâu vì ai coi với cầm sao đây chân tê và đã ai dốt từ thò na ai thưa lo cái mơm khơi tiền bà chân nè đại cá chăm là ca đai khai hấp chất hấp cài hấp nươi hơi nhiên râm mặt đôi bỏng non chua bánh hà nè để cá chăm là cá trả lo bị ngay thì bỏng bay đo ngay tị đọc là cá bị ngay thì bỏng bay đo ngay tị đọc miên liệp trâu bà miên liệp trâu liệp nó ở cây sừng không sao ở miên bỏng non sao xếp đo bế với trâu mà bà đo bế với trâu mà chẳng nè để cá chăm là cá bị ngay thì bỏng bay đo ngay tị đọc miên liệp trâu hai liệp nâng đo bế vì trồn mà plok tầm mong bong ôn cô của mình ót miên rồng pâng ấy xong bay tâm mình tích xếp tâm vì trồn bà chân vì ngay tí bầm bấy đo ngay tí đọc nè đại ca năm là ca miên liệp trồn còn ta liệp nó như ông đang tham vì chia liệp ấy thế vẫn còn nên ót rồng pâng tới vì màu tầm mong bà ót rồng pâng tới vì màu tầm mong liệp nâng chân là ca này không khai phải em đấy cứ chua bướng là o cô sòng bà lúc nè đại ca đây năm là ca cho lo pin ngay tí đọc pram bà cho lo pin ngay đọc pram đo ngay tí đọc bầm pal ta bao một thliê đọc bè đồ hơi chư chập chạy hơi vì chia xa hơi à lấy miền kê mà chắc ở nó khơi rương nâng thiệt bà bài là hướng nó với chư chọc chập mà sẵn đẹp dương đôi kệ bánh mập luôn trong bè đồ dương chân vì chư chọc chập nè không prăng chia ba lần chia sát bài hỏi à lấy miền kê màu rùm lức cái đặc mọi ngọt ấy ruột làng vinh vơ ở dương chứ chạp mà đòn tiệt kích nè phân tay về nơi tay chuột chân và cho một từ nè nè cho lo pin ngay tí đọc phém đo ngay đọc bờ mọi chủ hay mọi ngọt ấy ruột làng vinh vì chư chọc chạp á phân tay không bóng plek à lấy vì miền nhẹ mòn rùng lực thưa dưới chư chọc chạp nó khơi bà chư chọc công khoa công kết công rùng lực bà xong ép lúc nè đại các nơi năm rồi cả vì ngay đọc phép đo ngay đọc phần á xong bây hứa nó cùng cát lang cho khi mình trong ở vì miền à vì bắt nâng cát lang mò to từ tiệt thì bắt đầu vì máu ấy thời việc quen ra khó này hướng ở tay tất cả là tận một anh sẽ bỏ cháu là anh mình lên màu vinh tê chọc đó bà ok lúc nè đại ca đây xem là ca đột đai vì ngay tim mà phải bay đo ngay tim mà phải về em vì ngay tim mà phải bay đo ngay tim mà phải về em công ta lên dục ai đừng miền rương vội passport đo kết từ du mục một bà passport đo kết từ du mục một chẳng vì ngay tim mà phải bấy đo ngay tim mà phải prám bởi trong chụp chuột chung trong xây cái đời công ta đã lên chụp bật từ si cả tiếp tiếp chôn tia hay bập chuột chung mất phe mà chuột nơi tia on ao chảnh để tranh ai miền rương thôi passport đo kết từ du mục một thằng nạ tôi để dương không sang mà rộp sập chăn mấy vì mà rồi liê không pe đo khẩy chẳng vì ngay tim mà phải bấy đo ngay tim mà phải bém cứประหยัด ประหยัด เนี่ยการชนะมรกาบ่าประหยัดนะประหยัดปาปอลจัง private เอาจราเนี่ยในการชนะมรกาจงไข่เนี่ยในการชนะมรกาจงไข่ก็เดากับหายมัวมาบ่บ่าเดากับหายมัวมาจังเรียนรมดอจัดเรียนสั่งร่วมจัด
ចឹងអ្នកកើតឆ្នាំលកាចុងខែមួមកក្តៅកាយចឹងអ្នកណាមានប្រពន្ធកើតឆ្នាំលកាមានប្តីកើតឆ្នាំលកាមានច្បាយងាយកើតឆ្នាំលកាត្រៀមខ្លួនបាទដឹងថាយៈចូលហើយចឹងមួមកក្តៅកាយតិចហើយចឹងត្រៀមខ្លួនហើយមិនបាច់បន្ទោគាត់ទេបើគាត់ជេរយើងកុំតឲ្យទៅមកប្រើទៅរួចហើយបាទចឹងលកាពីថ្ងៃទី23ដល់ថ្ងៃទី25នឹងមានសំទោសចុងខែនឹងក្តៅក្រហល់ក្រហាយមួម៉ៅខុសចម្លាច់ពីធម្មតាចឹងអ្នកដែលកើតឆ្នាំលកាសង្រួមចិត្តខ្លួនឯងទៅលោកអ្នកដែលកើតឆ្នាំចូលលេខសំណាងលេខ519អ្នកកើតឆ្នាំចូលលេខ519ចំណែកពណ៌សំណាងលោកអ្នកដែលកើតឆ្នាំចូលពណ៌ស្ករក្រហមស្ករត្នោតណាបងប្អូនណាបាទលោកអ្នកដែលកើតនៅឆ្នាំចូលលេខសំណាងលេខ519ពណ៌សំណាងពណ៌ស្ករត្នោតលោកអ្នកដែលកើតនៅឆ្នាំចូលកាលពីខែ4កន្លងទៅប្រៃលវិញជួបអស់លេងហើយជួបតែរឿងអាក្រក់ជួបតែរឿងមិនល្អហើយរឿងអាក្រក់រឿងដែលមិនល្អនោះមិនមែនយើងអ្នកធ្វើទេគឺគេលាបពណ៌ឲ្យយើងអាក្រក់គេលាបពណ៌ឲ្យយើងមិនល្អគឺជួបរឿងបែបហ្នឹងអញ្ចឹងអ្នកដែលកើតនៅឆ្នាំចូលខែ4តឹងតែងអត់ល្អអត់រលូនក្តៅក្រហាយមួម៉ៅមកជីវិតធ្វើអីក៏ខុសដែរអ្នកកើតឆ្នាំចូលមកជីវិតបើធ្វើការធ្វើច្រើនជាងគេបើខុសជាងគេបើស្រឡាញ់បងប្អូនស្រឡាញ់ជាងគេដល់ពេលគេស្អប់ជាងគេមិនឲ្យតម្លៃបាទអញ្ចឹងមកជីវិតអ្នកកើតឆ្នាំចូលធ្វើល្អគ្មានអាណាមើលឃើញទេមកជីវិតឈប់ធ្វើល្អទៅឈប់រាប់ញាតទៅនៅម្នាក់ឯងស្រួលចិត្តជាងគ្មានប្រយោជន៍អីទេរាប់ញាតវាអត់បានការអញ្ចឹងអ្នកដែលកើតឆ្នាំចូលសូម្បីតែប្តីក៏មិនយល់ចិត្តដែរសូម្បីម៉ែបង្កើតក៏មិនយល់ចិត្តដែរសូម្បីបងប្អូនក៏មិនយល់ចិត្តដែរជីវិតនឹងវាជូរចត់ពេកទៅហើយបាទឥឡូវឈប់ជូរចត់មកស្ដាប់រាសីលោកអ្នកដែលកើតឆ្នាំចូលខមមិននៅលេខសំណាងគឺលេខ519ចំណែកពណ៌សំណាងគឺពណ៌ស្ករត្នោតណាមិនស្ករសទេណាគឺពណ៌ស្ករអង់គ្លេសហៅ rose gold បាទអង់គ្លេសហៅ rose gold ខ្មែរហៅស្ករពណ៌ស្ករលោកអ្នកដែលកើតនៅឆ្នាំចូលដើមខែមានដំណឹងល្អបាទលោកអ្នកដែលកើតឆ្នាំចូលដើមខែមានដំណឹងល្អដែលឆ្នាំចូលជួបប្រទេសនេះគឺជាដំណឹងដែលរងចាំយូរហើយវាអស់សង្ឃឹមទៅទៀតថាមិនបានទេឥឡូវវាបានចឹងដើមខែ10ឆ្នាំចូលមានដំណឹងល្អចូលមកដំណឹងល្អជាអ្វីគឺដំណឹងល្អដែលយើងលែងចង់គិតណាព្រោះស្មានទៅជាក្តីស្រមៃឥឡូវមិនមែនជាក្តីស្រមៃទេវាជាការពិតចឹងឆ្នាំចូលដើមខែមានដំណឹងល្អដំណឹងអីចាំអត់ទាំងអស់គ្នាទៅព្រោះវាជិតដល់ហើយបាទលោកអ្នកដែលកើតនៅឆ្នាំចូលពីថ្ងៃទី7ដល់ថ្ងៃទី9លោកអ្នកប្រយ័ត្នឆ្លោះគ្នាជាមួយប្តីប្រពន្ធបាទពីថ្ងៃ7ដល់ថ្ងៃ9ប្រយ័ត្នឆ្លោះគ្នាជាមួយប្តីប្រពន្ធហើយអត់ប្តីអត់ប្រពន្ធឈ្មោះអាណាឆ្លោះអាណាដល់ត្រូវចិត្តឆ្លោះទាំងអស់បាទពីថ្ងៃ7ដល់ថ្ងៃ9ប្រយ័ត្នឆ្លោះគ្នាជាមួយប្តីប្រពន្ធឬមួយអ្នកដែលនៅក្បែរអញ្ចឹងបើត្រូវឈ្លោះទៅបើទុកជាប់ទៅឈ្លោះទៅព្រោះលេខគ្នាអត់ដាច់ទេឆ្លោះឲ្យត្រូវគ្នាវិញតម្លៃហ្នឹងអញ្ចឹងឆ្លោះទៅរសជាតិជីវិតវាគ្មានអាណាអង្គុយតែផ្អែមរហូតទេស្វីតរហូតទេវាមានប្រៃល្វីងខ្លះហើយកុំឲ្យកើតទឹកនោមផ្អែមបាទណាពីថ្ងៃទី7ដល់ថ្ងៃទី9ឆ្លោះគ្នាឆ្លោះខ្លះទៅតាមតដើហ្នឹងទៅពីថ្ងៃទី14ដល់ថ្ងៃទី16អ្នកដែលកើតឆ្នាំចូលប្រយ័ត្ននៅក្នុងការធ្វើដំណើរពីថ្ងៃ14ដល់ថ្ងៃ16ប្រយ័ត្ននៅក្នុងការធ្វើដំណើរលោកអ្នកដែលកើតនៅឆ្នាំចូលបាទលោកអ្នកដែលកើតនៅឆ្នាំចូលប្រយ័ត្ននៅក្នុងការធ្វើដំណើរមិនថាផ្លូវចិត្តផ្លូវឆ្ងាយទេប្រយ័ត្នឲ្យមែនទែនបាទគីឡូមិនប្រយ័ត្នវាមានបញ្ហាកើតឡើងព្រោះអ្នកកើតឆ្នាំចូលភាគច្រើនប្រហែសមិនអីវាអាចមានបញ្ហាអញ្ចឹងប្រយ័ត្នប្រយែងពីថ្ងៃ14ដល់ថ្ងៃទី16ប្រយ័ត្នប្រយែងនៅក្នុងការធ្វើដំណើរ
แต่ได้ก็ประหยัดเลยบ่าอ่างในมันไอ้ยัดสกายรถบกดูบะใดบะจึงเนี่ยในการแชมป์ก็เนี่ยในการแชมป์โจทย์ได้ปีไงตีมาเพย์มวยบอไงตีมาเพย์ใบลูกเนี่ยเมียนเกซองเลยเนี่ยในการแชมป์โจปีไงตีมาเพย์มวยบอไงตีมาเพย์ใบเมียนเกซองเลยเมียนเกซองเลยซองประมาณขยมอัดดังปันไตเล็กทำเมียนเกซองเลยเนี่ยในการแชมป์โจปีไงตีมาเพย์มวยบอไงตีมาเพย์ใบเราไปแชมป์โจจงค่ายไปยัดจุ่มลือแชมป์โจจงค่ายไปยัดชื่อบ่าลูกเนี่ยในการแชมป์โจจงค่ายไปยัดชื่อไอ้อดังนำไปยัดชื่อจังไทยและซาสกเพียบเนี่ยในการแชมป์โจส้มคอมมันในเลขสำนักคือเลข510เลข510คือจะเลขนอมเรียบนอมสำนักสำหรับลูกเนี่ยในการในแชมป์โจจำในปัวสำนักลูกเนี่ยในการในแชมป์โจคือปัวสกอตนาวดาปัวสกอตนาวลูกเนี่ยในการแชมป์ก็เลขสำนักเลข130ปัวสำนักปัวใบตองลูกเนี่ยในการแชมป์ก็คอมมันเลขสำนักเลข130บ่าเนี่ยการแชมป์ก็คอมมันเลขสำนักเลข130ปัวสำนักปัวใบตองเรียกใส่ระบอบลูกเนี่ยการไปขายบุญกลองเต้นเนี่ยในการแชมป์ก็ซ้อนเรื่องต่างหากมันจะรัดได้เนี่ยปะบะเวทนีจูบเอื้องมันละอ้อจูบเอื้องสมกสมัยจูบเอื้องมันโดยบ่มน้องเคาะจัดเธอละอ้อเคเมื่อเคยเต้นเนี่ยการแชมป์ก็เราไปอัดเขาเก่งเจ้าถ้าเขาได้มาจีวัดเนี่ยการแชมป์ก็ขมิ้นเนี่ยโยนจัดส่งไปแต่ไม่ประกาศก็มันโยนจัดได้ประกาศขบาเรียงเมาให้มันโยนจัดยืงเตียดเธอบาปยืงเตียดเก่งมันไปเลยยืงเตียดมองปอนก็มันโยนจัดพระใดก็มันโยนจัดเป้ได้ยืมเธอล้อเมียนะเมื่อเคยเนี่ยการแชมป์ก็หลอกให้ส้มแต่ยุดแต่ทอได้รอไงนั่งส้มแต่ยุดแต่ทออย่างไรเป้อันเตยเมื่อเคยพองกลมจำแต่อันเข้าเนี่ยการแชมป์ก็เธอเต๋อเมียนะเมื่อเคยเต้ให้เมื่อเนี่ยการแชมป์ก็เอาเขาก็เกทาเขาได้จังเนี่ยในการแชมป์ก็ชอบเธอละออกเมื่อได้เธอเขาไอ้ปันชอบจุยเกเต้หัวมาชีวิตในเธอละออกเกเมื่อเคยเต้บ่าจังเนี่ยในการแชมป์กอลคอมมันเล็กสำนักเล็ก130ปอสำนักปอใบตองเนี่ยในการแชมป์กอลดาวไข่ลูกเนี่ยในการแชมป์กอลดาวไข่เมียนเกลียบปอเมียนเกนิยดาวเมียนเกจะไหนเนี่ยในการแชมป์กอลดาวไข่เมียนเกลียบปอเมียนเกจะไหนจังบองโอนเนี่ยในการแชมป์กอลต้องเอาดาวไข่เมียนเกลียบปอชีวิตเนี่ยการแชมป์ก็เลยบอกเกลียปัวนั้นโดยอัดมีไอจำไรให้บอกเกตัวซาเกกอล์ฟครับใช่อย่างนั้นบานจำไรผู้ชีวิตเยอะขึ้นมาหน้าเกเบอร์เคยเต้จังชีวิตเนี่ยการแชมป์ก็ดาวไข่ลูกเนี่ยหนึ่งเมียนเกลียปัวหนึ่งเมียนเกลียดาวปันตายยังกลมโตไอ้ซอเกลียปัวยังให้เกลียดาวยังให้ยืนต่อไอ้หนึ่งเมียนปัญหาการไหลยังไม่ต่อเลยเอาไว้เวียนนั่งล้อเอาไว้เวียนจุกใจตลอดมาวิ่งจังดาวใครเมียนเกณฑ์ใหญ่ดาวนายใหญ่ได้อันมันคลอดเพียงคนไหนจังอะบ่าปัญจำนั้นมันคลอดเรื่องปงกึศเฉียวจะกู้แล้วเนี่ยทางการแชมป์ก้อนละหรือไงมันติ้งกึศตายมันกึศเต้ปันแต่ไหนแต่กึศบ่าเนี่ยในการแชมป์ก้อนเราได้ปีไงที่ผมมวยดองไงที่ผมใบเมียนเลียบโจลเนี่ยในการแชมป์กอลปีไงที่ผมมวยดองไงที่ผมใบเมียนเลียบโจลบองโอนโกนขโมยเลียบต้องเลียบใส่เกอัดดังแต่เมียนเลียบใส่เต้ปันใต้เมียนเลียบโจลปีไงที่ดับปีไงที่ผมมวยดองไงที่ผมใบเนี่ยการแชมป์กอลเมียนเลียบโจลปีไงดับใบดองไงที่ดับพร่ำเนี่ยในการแชมป์กอลมัวไม่เดากับให้มันสบายชัดมันริจเรเต้จวบเรื่องเคาะบ่มนอกปีไงดับใบดองไงตีดับพร่ำเนี่ยในการแชมป์โจจวบเรื่องมัวไม่ได้กับให้มันโดยบ่มน้องจวบเรื่องเคาะจัดสบายจัดเต
ចឹងត្រៀមអ្នកណាខ្លះមានប្រពន្ធកើតឆ្នាំកុលអ្នកណាខ្លះមានប្តីកើតឆ្នាំកុលត្រៀមហើយពីថ្ងៃ13ដល់ថ្ងៃ15មួម៉ោយខ្លាំងហើយអ្នកកើតឆ្នាំកុលហ្នឹងក៏ខ្លួនឯងក៏ត្រូវត្រៀមដែរវាជួបរឿងអីខ្លះជួបរឿងអយុត្តិធម៌ជួបរឿងខ្មៅទៅសទៅខ្មៅមិនបាច់គិតមិនបាច់ខ្វល់មិនបាច់ព្រួយណាបាទអ្នកដែលកើតឆ្នាំកុលដដែលពីថ្ងៃទី20ដល់ថ្ងៃទី22លក់របស់ដាច់អ្នកដែលកើតឆ្នាំកុលពីថ្ងៃទី20ដល់ថ្ងៃទី22លក់របស់ដាច់របស់អីខ្ញុំមិនដឹងថារបស់អីទេប៉ុន្តែលក់របស់ដាច់អញ្ចឹងអ្នកដែលកើតឆ្នាំកុលពីថ្ងៃទី20ដល់ថ្ងៃទី22លក់របស់ដាច់របស់អីទៅគ្រូម៉ាជុំរបស់ដែលអ្នកចង់លក់បាទលក់ឲ្យដាច់លក់ឲ្យជោគជ័យលក់ឲ្យរីកចំរើតលោកអ្នកដែលកើតនៅឆ្នាំកុលដដែលចុងខែលោកអ្នកដែលកើតនៅឆ្នាំកុលដដែលចុងខែបាទលោកអ្នកដែលកើតនៅឆ្នាំកុលដដែលចុងខែនឹងចេញទៅក្រៅប្រទេសបាទលោកអ្នកដែលកើតឆ្នាំកុលដដែលចុងខែនឹងអាចចេញទៅក្រៅប្រទេសទៅប្រទេសណាឲ្យទៅក្រៅពីប្រទេសកម្ពុជាឲ្យទៅក្រៅពីព្រះរាជាណាចក្រកម្ពុជាទៅណាក៏ក្រៅប្រទេសដែរចឹងចុងខែអាចចេញក្រៅប្រទេសសម្រាប់លោកអ្នកដែលកើតនៅឆ្នាំកុលលោកអ្នកដែលកើតឆ្នាំកុលលោកអ្នកនឹងហេងខ្លាំងនឹងកាក់កោខ្លាំងនៅចុងខែ